សួស្តីបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel មានហាន2ម្ដងទៀតហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺជារឿងរ៉ាវដែលខ្ញុំទទួលបានពីប្រិយមិត្តយើងម្នាក់ដែលគាត់បានផ្ញើរឿងរ៉ាវហ្នឹងទាំងអួរដើមកទាំងគាត់យំទាំងគាត់សោកស្ដាយនៅកំហុសគ្រប់យ៉ាងដែលគាត់បានសាងកន្លងមកហើយវាជាកំហុសដ៏ធ្ងន់ធ្ងរមួយវាជាវិបដិសារីមួយដែលគាត់មិនអាចនឹងលុបលាងបានក៏ដូចជាมันអាចទាញពេលវេលាឲ្យត្រឡប់ក្រោយវិញបានណាហើយតាមរយៈរឿងរ៉ាវមួយនេះខ្ញុំបានស្ដាប់រឿងរ៉ាវរបស់គាត់ចប់ខ្ញុំទប់អារម្មណ៍អត់បានទេហើយគាត់ជាម្ចាស់សាច់រឿងហ្នឹងក៏គាត់ផ្ញើទាំងយំទាំងអ៊ូដាំកផងដែរនិយាយទៅខ្ញុំអត់ដឹងថាតើខ្ញុំអាចនឹងទប់អារម្មណ៍បានទេនៅពេលដែលខ្ញុំបញ្ចូលសលេងឬក៏និយាយទៅកាន់បងប្អូនអរគ្នាណាអញ្ចឹងបើសិនជាសាច់រឿងនេះនិយាយទៅយ៉ាងក្រឹកក្ដួលខ្ញុំសូមអធិស្ឋានបងប្អូនទុកជាមុនផងហើយមុននឹងចូលដល់សាច់រឿងខ្ញុំក៏ចង់និយាយអំពីរឿងរ៉ាវកាលពីម្សិលមិញណាដែលតាក់ទងជាមួយនឹងពិសីដែលគាត់ជ្រើសរើសយកការបញ្ចប់ជីវិតក៏ដូចជាអាលីនដែលគាត់បានបញ្ចប់ជីវិតណាតាមពិតម្សិលមិញខ្ញុំអត់បានបញ្ជាក់អធនចំណុចហ្នឹងគឺខ្ញុំអត់ជំរុញទឹកចិត្តឲ្យបងប្អូនអរគ្នាហ្នឹងទៅគិតខ្លីទេពីព្រោះការគិតខ្លីហ្នឹងគឺវាអត់ល្អអត់អីចឹងណាហើយក៏វាមានកម្មមានវិរិយដែលយើងត្រូវហាយឆ្លងដែរពីព្រោះបើសិនជាបងប្អូនបានស្ដាប់ធម៌ព្រះដែលគាត់ដូចថាបានប្រាប់មកកាន់យើងទាំងអស់គ្នាគឺការដែលយើងបញ្ចប់ជីវិតដល់ខ្លួនឯងហ្នឹងគឺវាមានបាបកម្មហើយយើងក៏អាចនឹងមិនងាយបានកើតទៅជាមនុស្សវិញចឹងណាអញ្ចឹងខ្ញុំក៏មិនជំរុញឲ្យបងប្អូនអរគ្នាហ្នឹងដោះស្រាយបញ្ហាដោយការបញ្ចប់ជីវិតដែរគឺយើងព្យាយាមឲ្យអស់ពីលទ្ធភាពព្យាយាមដោះស្រាយដល់ខ្លួនឯងហើយបើដោះស្រាយមិនចេញយើងព្យាយាមរកអ្នកណាម្នាក់ដែលគេមានលទ្ធភាពឬក៏គេមានគំនិតអីមួយដើម្បីឲ្យយើងដូចថាប្រឹក្សាឬក៏អាចឲ្យគេជួយយើងបានតាមរូបភាពណាឬក៏ដំណាក់កាលណាមួយចឹងទៅហ្នឹងហើយអញ្ចឹងគឺខ្ញុំចង់និយាយតែប៉ុណ្្នឹងឯណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់ប្រិយមិត្តយើងទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងសម្បត្តិហើយបងសម្បត្តិគាត់បានចែករំលែកអំពីបទពិសោធន៍មិនថាភាពយុវវ័យភាពស្ទាវឬក៏ភាពដែលមានគួរសារទេគឺគ្រប់យ៉ាងគាត់ខុសគាត់អាចនិយាយថាគាត់ខុសគ្រប់បែបយ៉ាងដោយសារតែកំហុសរបស់គាត់ទាំងអស់នឹងហើយទើបគាត់សម្រេចចិត្តក្នុងការចែករំលែករឿងហ្នឹងណាមកកាន់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើការនិយាយទៅកាន់បងប្អូនអរគ្នាដើម្បីឲ្យបងប្អូនអរគ្នាអាចនឹងយកជាមេរៀនបទពិសោធន៍មិនថាយុវវ័យស្ទាវឬក៏អ្នកដែលគាត់មានគួរសារហើយក៏ដោយគឺអាចយកជាគំនិតជាមេរៀនមួយដើម្បីកុំឲ្យខុសដូចគាត់កុំឲ្យដើរផ្លូវដូចគាត់ណាពីព្រោះគាត់ឥឡូវហ្នឹងកំពុងតែមានវិបដិសារីខ្លាំងគាត់មិនអាចលុបលាងនៅអតីតកាលរបស់គាត់បានដោយតាមរបៀបណាគឺมันអាចទេហើយពេលវេលាក៏វាមិនអាចត្រឡប់ទៅក្រោយវិញបានដែរអញ្ចឹងគឺគាត់ចង់ឲ្យបងប្អូនអរគ្នាហ្នឹងការពារខ្លួនឯងកុំឲ្យធ្លាក់ផ្លូវដូចគាត់អញ្ចឹងណាអូខេអញ្ចឹងខ្ញុំសូមនិយាយពីប្រវត្តិរបស់បងសម្បត្តិដែលគាត់ចែករំលែកមកកាន់ខ្ញុំដែលបងសម្បត្តិគាត់ថាកំឡុងពេលដែលគាត់មានអាយុ15-16ឆ្នាំពេលហ្នឹងគាត់នៅរៀនទេហើយឪពុកម្ដាយរបស់បងសម្បត្តិពីដើមឡើយគាត់ជាអ្នកដែលរស់ស៊ីហើយគាត់មានលុយមានអីគួរសមដែរហើយបងសម្បត្តិគាត់គឺជាអ្នកអំពេញទេអញ្ចឹងគាត់ថាពេលដែលគាត់ទៅរៀនទៅសូត្រអីហ្នឹងគាត់បោះម៉ូតូគាត់ដើរលេងមានក្រុមបងតូចបងធំហើយអាជំនាន់ហ្នឹងគាត់ថាមានអាខ្សែក្រវ៉ាត់អីអាក្បាលវល់ក្បាលអីណានៃច្រើនហើយអាខោហ្នឹងស្លៀកធ្លាក់ចឹងដល់គូតធ្លាក់ពីគូតអីចឹងណាហើយសក់វែកចុះកបិលចុះអីហ្នឹងទៅនិយាយទៅគាត់ថាជំនាន់ហ្នឹងគឺគាត់ស្ទាវលំដាប់ហើយមិនត្រឹមតែគាត់ដើរលេងទេគាត់ថែមទាំងមានសង្សារគាត់ថែមទាំងដើរវាយតប់គ្នាថែមទាំងបករឿងអីផ្សេងពេលខ្លះគាត់រៀននៅសាលាមួយអញ្ចឹងហើយសាលាមួយទៀតហ្នឹងគឺមកដើរលេងអីចឹងណានិយាយថាសាលានិងសាលាជ្រុះគ្នាបងប្អូនគឺលក្ខណៈថាប្រកាន់សាលានេះសាលានោះអញ្ចឹងណាតែអានេះខ្ញុំអត់ចង់និយាយឲ្យវាលម្អិតទេគ្រាន់ថា
cho nó nắng ai những bông ôn thọp lử ta còn thả lớn ní cứ kế miền vị này ở đội bốn đấy nè trong có ta cho nó ăn quán nó cứ hiện bà bạ mình men ta cho nó ăn miền vị này còn ta sơ khi sơ đã ăn vị này mình men salad ăn vị này đi nhưng trong bà chợ lại nắng á chẳng bông sầm bắt có tha pe nè còn ăn miếng khoa thế hai mươi giang là xa tay đang ta liệt đây sau một bông đa chai rồi chẳng tới hiến pe cái lá vậy mới mà pẹt thử chẳng tới ọt châu lá có miền chỉ mà tàu ta đã lên từng cùi này cùi nó nặt sóng xa hay có tha pe nè còn miền sóng xa chờ nè sóng xa đôi tha chung cá lá ap để từ điên nè đôi ta còn bùa sóng xa còn mua chẳng từ hay còn đã lên mua sóng xa còn mà ai chẳng tới màu bầm pơ màu bầm bấy á vậy nó còn có tập lậm một tè mình hay pe lại tập lậm một tè với nhà bùng lại có xây ao vậy vì bùa sơ lá mong phè mấy cái tranh mau pizza vậy nè hay kia thời tự hạ tại có ọt thì có hù vì sala nó tới tự đa lên nhân tử hay vùng mà ai sẽ đây vậy ấy cứ ọt đạp thì vậy tới cứ bờ bạ vậy có đó hay có bên nó cứ có ọt khoa ấy tưởng gì đúng có khoa tạ ra mà có cho vùng mà ai vậy mấy có khoa này hay con ăn ấy có kháng có tranh bị tè hay đầu pe trong tới xẹp tài ngày mùi nữa có đôi thà vụ nằng song xa rồi có anh gì thà vụ nằng mà được sấy á có đa bên nâng quạt mà giúp bác chúng ta có đa lên cho mình được xây pin nè ai vậy tha đụng mà nè nâng hoi đa lên hói chun kia tè hay bắt đầu bị chun kia tè hói lột tè tôn cho mình được xây nè nông sen thì tới nòm kia đa lên từ chúng ta mọc đop mong mình tạo giúp ấy á đa lên cho mình được xây nữa hay từ thua ấy khá tại nhau ăn tròn vậy cái này nâng tới vì ăn sợi lỏ á hay còn mình chọn iPhone ôn cho cùng râu tam đường nâng đại hay có tha pe năng quạt bụa năng say cứ còn năng bông ôn vô lại hay rầm lông vì năng thời tiết quạt riêng sâu chẳng na có riêng ở châu đó nè hồi đầu pe đã có riêng mình châu riêng mình ấy chẳng tới ở bông đài bạc quạt nữa có chập đàm khăng quạt chập đàm đây ở quạt chỉ rơi chứ nè tái bông sầm mắt quạt nơi ta mình khoa thì tụ bây giờ bông đài bạc quạt vậy chẳng na có quạt mình khoa đài hay bông sầm mắt có tha pe năng quạt chỉ côn pơ vậy tức mình men pin thắng trong vậy ta quạt chỉ côn pơ á năng ai đặc biệt chẳng tới quạt ọt khoa thì hay bon quạt á vậy ấy quạt ở sạp đài hay ở bông này bà có tay tay phèp thà ở con ấy nữa không riêng phèp bông sầm mặt chẳng á thà không riêng cầm oi bà từ ngày khôi vậy chẳng nè hay bông sầm mặt quạt có chơi tập bát ba tan năng từ hay là hô từ đó mà dạ còi màu có tha hai chỉ pi 7 năm còi máu á đầu xa thà bông này bà quạt nó có miên trồng ngừ đưa ra có lẹ luôn chư quạt rồi lùi ở ba đội môn ở đầu bên tới bông sầm bát nó quạt có bả đôi sang tầm mình thua tại ở bông này ở lôi trà rồi ở đầu bên là ở bông này quạt quạt khát mình đang từ lôi na rồi nấy á hay quạt có miên song xà hồi sang xa bà quạt nữa cứ đa ly mà quạt đang tì lôi quạt trà vậy vì bộ đang ta quạt mi lôi trà chờ nó giống pe đại bông sầm bát quạt xong lôi bìa bông này bà quạt bán quạt tay tay mua mau tay tay đây bà tô vậy khang khang tất cả là bông này bà quạt á bọn đa bông đai bọc quát chơi tại si dâm áo rồng quát si dâm tu miên quát prap quát á tái chẳng na có quát nơi tại mình sẽ đạp gì đúng mà nước quát cứ vậy giống mấy cọ sẽ đạp này hơi hột đò ngày muối á bông sầm mát có tha quát ọt đăng thì tha mà đai bọc quát nó lia chạ lô đời xa tập về nó quát khăng mà đai bọc quát với quát chạ tranh bị tè bọc quát á đôi ta quát tận đây cho môi đừng smart tốt đây cho môi đừng sray quát á hơi tập về quát tận đây chẳng tới à bam và lâm lá quát có tận lọc mà tè hay có tháp đã có từ đây môi mình say nữa cứ quạt bật tù sạp bật ấy chẳng nè ở đầu pe bật tù sạp bật ấy chẳng tới và lâm láng quạt một té nữa xẹp tài quạt khơi bị thị bòn ởក្នុងté bọc quạt á hay pe nó bong sầm mắt quạt có chung ngò mình đàn quạt chung ngò tháp bòn nước bòn là na cái card ấy chẳng nè vậy tới quạt riêng mình chọn chưa đôi tha từ mà dốt xót xẹp tài và lâm láng màu bánh khơi ruộng bòn đường ấy ở đầu pe chẳng tới bàn quạt trâu từ ở đầu pe trâu từ bằng ôn cứ quạt tha quạt khơi mà đài bạc quạt đấy cái điệp trong đã mà chu đã ấy nơi đồng con trong tiền nữa hay bong smart có tha pe nữa có chập đám nhạc luôn mà có nhạc luôn được tha hai đại bàn lươn mé đôi tha mà đai thua từ nơi khơi một khơi ấy rồi hay bay tầm mà chụp xó quạt có từ gì chẳng á bọn đái bong ôn đằng mà chứ à cầm lông pe nữa bong rồi bảo bong smart á quạt không bong smart bên đèn quạt thải nhưng mau từ ấy hai chỗ là tư hai tư bắt tư hai còn mau quên ở đầu bên những tớ bon sầm mắt có tiền đôi tháp nhập ao họ còn miệng lắm thà con on chặt á
ta hai đấy ban chụp bong quạt đó một số đây quạt nơi một kê một ai chẳng ấy quạt còn giấy to từ bấy nhá quạt thác quạt mau tia quạt hướng ấy quạt mau ba đây mau ba nhá ôi đầu bê chẳng tốt đẹp tại bong ôn khang bong sầm bát nó quạt giấy tha có mồi chụp ní có mồi mà đai đừng được thác quạt từ ở bàn ngọc ở bàn ấy chẳng na có mồi quạt đằng ta câu chụp ní ấy chẳng từ hay đầu bê thác bàn bong sầm bát hay đừng bong ôn mà quạt nữa có chụp chua và cài kia từ ấy bên nó có thưa bị thi bon sập mà ai bỏ bon sầm mát thưa ấy chẳng na bon đai quạt tha pe đã thưa bon nữa quạt chơi tạm miệng rõm tha vì mình ai cạo lá á đối thăm rưa nông viên mình cu cạo lá viên lươn pe chứ mình ai cho tôi vô bán á tha mà ai bà quạt cứ gì tới con miệng rõm tha mà ai bà quạt đưa toàn slap thì bon tái tiếng để ca bất cứ mà ai bà quạt nữa cứ kê cặp bông tài điệp đạm mà chô cặp bông tài điệp trong vô từ bầu trì hài vậy tới mình nước đài quạt đối tha mình chặt á quạt nơi tại miệng rõm tha mà ai bà quạt toàn slap thì mà ai bà quạt toàn slap thì tiếng để ca bất cứ quạt khơi nồng này bà quạt đấy nữa ấy đặc biệt tới quạt có chập đám cất cho cất lang có thử chẳng cứ quạt nâng thời lên khơi mộng mà ai bà quạt lâu đây quạt cất chẳng á có tham bên nó cứ quạt thì ở dụ chờ nay tay có miệng rõm tha quạt đưa toàn đằng ấy còn nơ lê lơ láo á đôi tha quạt mà nơ thlop tài chọn bàn đây ban nè thlop tài bông một ai sờ lạnh nhau rồi đặc biệt tới xẹp tài bông mà quạt ẩn vậy ở quạt thì bông quạt khăng quạt đó nè bị bùa tha cục dáng màu pí bông sầm mặt nè đại bông sầm mặt nó chỉ nè đại thu áo mà đại bà quạt nó slap hay nhầm xong bây giờ bị hại phá lá tha hại ấy ban chỉ mà đại bà bông sầm mặt quạt bắt bông chỉ vật anh đi bông sầm mặt quạt ăn lẹ thì quạt tha dụng mà sao mạnh nữa mà ai bảo bông sầm mặt nữa quạt đây áo bông sầm mặt tha hại nhá lớn nè thấy ban chỉ đa lên đòi dục hay mình trộn tia hay mà ai bảo bông sầm mặt còn miền ruộng bãi đầu á ôi đầu chân tới bông sầm mát quạt ọt qua rồi chẳng quạt có rốt tranh biệt tiệt hay quạt thác quạt nằng lên từ lập mà tiệt nằng vinh hoi đôi ta quạt chơi thành giấy mà cha chẳng na bông đá quạt tha pe đà quạt chạy tranh tới nữa pe nó quạt đằng thì đôi ta quạt lư pi bông ôn mà quạt giấy á tha bật to pi bông sầm mát quạt chỉ mà tàu tranh tới nữa mà đai là bỏ bông sầm mát nữa quạt đua có rèn đôi ta quạt đua nó lư tiệt nữa hay pe nó cứ vô từ pet bồn thái pe đại vô từ đó pet cứ pet tha quạt bán bắt bong chỉ vật thời đôi xa tại quạt keng bẻ đâu đôi xa quạt khẩn kháng á hay bong sầm bát quạt tha pe đại quạt đằng pì đường ràng đường tới bán quạt miền việt để xa đấy nè đôi tha quạt mình cua na tại thui oi mà đại bà quạt slap thì hai quạt tha chập pe nông mau tới à quạt chập đám cài prai khuôn quạt chụp đa lên quạt chụp miền sray dưới tới quạt không phẳng hiến không phẳng sâu hay quạt tay tay miền ở đó tha mà đại bà quạt đôi ở toàn slap đôi tham mà ai bà quạt nơi tại miền chịu vật trắng á hay mà ai bà quạt nâng tại lọc một vinh là ngày nào mùi vậy tới ở đó bà quạt cương trắng á hay anh nâng như bạn đang tha bây giờ bông ôn mấy thế còn đây ở đó cương trắng á là biết tha đôi mình nước đại ở toàn tiêm chặt tiêm cài á xẹp tại nơi sọc sọc mà ai có tự bạt rồi ở đầu phi trong tới quạt chơi tàu mi ở đó bám nâng á thì chẳng tới quạt chơi tại nực mà ai nực ấy giống á tai cô mình đang thương mấy trái bùn mà ai có slap ba đây nè hay ban thầm tầm mưa rụng thọt ban thầm tài hai rồi mai mau vinh mau giống đó bọn đây xua tha con mau vinh ọt bồng bồn chẹt đây con bắt bong chỉ vật hao con tơ hao con lia lẩu ở đây con lên mau vinh hao tụ bây giờ là anh trong tập quạt nô con vào vinh nhá có con mình anh ngư mon giấy cho mùi anh ban đấy lấy nữa bồng bồn cua tay pichana đây nè đại quạt cặp bông tay miền mà đại bốc á nè hay cặp bông thật phương ba này bốc á cua đại pichana lần với nhá bị bố bông sầm mắt quạtสกอตงุนกดท่าปีนึงอะคือเรามากอดประบากลงกาปีปอนนี้แผลบองปอนท่ากอดเวียหัวจัดเวียคังครุ่นไอเนี่ยท่ากบยางมันกูน่ากอดแต่ตัวเวอร์แบบนึงอะไอ้กอดชีมันนึงมันเนี่ยได้ดูท่าจิโกนปลอกมันเนี่ยได้ให้ได้บางจิกอดแต่ตัวบางมันได้บางกอดดอกถนัดนึงไอ้ดอกปียังเธอกอดเจตัดเดยยุ่มกอดเจตัดดูท่าสาวสได้ก็เจตัดไอ้ยังเธอปนท้ายปกบักquạt á cứ quạt phi mà vậy bẻ bong sập mặt tham ấy đi câu nói còn anh cài khuôn tư mà ấy thế còn anh không bằng riêng tư mai còn anh quạt từ bạn sọc hai ponท้ายbong bông nâng mà vậy bong sập mặt quạt tham miên ngày kla quạt lộp mưa bọc bạc quạt khơi nhà bọc bạc quạt nó cuối ao bộ thọt mà ai bạc quạt dùng nó không bật tục hay bong sập mặt quạt lộp mưa tam bả lò bộ ui tia ha đời xa tạt tia thui tia bong bông sầm tàu
ធ្វើផ្ទះពពោះផ្ទះគាត់នឹងជាប្រភេទផ្ទះឈើលើថ្មក្រោមហើយបងសម្បត្តិនឹងគាត់លោបមើលទៅគាត់ឃើញឪពុករបស់គាត់អង្គុយអោថតគាត់យំលក្ខណៈបែបស្ងាត់ស្ងាត់គាត់អត់មាត់អត់កឲ្យកូនលឺប៉ុន្តែបងសម្បត្តិគាត់ថានៅពេលដែលគាត់ឃើញអារូបភាពហ្នឹងគឺគាត់ស្រក់ទឹកភ្នែកគាត់ថាឪពុករបស់គាត់នៅមុខគាត់គឺរឹងមាំណាស់អត់ឲ្យគាត់ដឹងថាគាត់កំពុងតែជឿចាប់បណ្ណាអត់ឲ្យកូនដឹងទេតែគាត់សង្ងំទៅក្នុងបន្ទប់វិញគាត់យករូបថតប្រពន្ធរបស់គាត់ណាយកមកអែលហើយគាត់ក៏របៀបថាគាត់នឹកស្រឡាញ់គាត់អាណិតប្រពន្ធគាត់ដូចថាបាត់បង់ប្រពន្ធធ្លាប់នៅជាមួយគ្នានិយាយទៅអារម្មណ៍មួយនេះគឺវាពិបាកក្នុងការពិពណ៌នាអញ្ចឹងបងសម្បត្តិគាត់ថាគាត់ក៏ចាប់ផ្ដើមដេកយំគាត់យកដៃគាត់នឹងយកទៅផ្ទះថ្ពាល់ខ្លួនឯងពេលខ្លះគាត់យកមកវាយក្បាលខ្លួនឯងថាហេតុអីបានជាខ្លួនឯងនឹងទៅធ្វើបាបឪពុកម្ដាយរហូតដល់ឪពុកម្ដាយគាត់ម្ដាយបាត់បង់ជីវិតឪពុកគាត់យំវេទនាគាត់ខឹងខ្លួនឯងហើយដល់ពេលអញ្ចឹងទៅស្រាប់តែគាត់ថាមួយរយៈពេលដែលបាត់បង់ម្ដាយរបស់គាត់ដំបូងមួយខែពីរខែហ្នឹងគាត់តែងតែស្ដីបន្ទោសខ្លួនឯងគាត់អត់ចង់ទៅរៀនទេតែឪពុករបស់គាត់ចេះតែព្យាយាមលើកទឹកចិត្តគាត់ថាកូនឯងខំប្រឹងរៀនទៅបើម្ដាយកូនឯងដឹងតែកូនឯងខ្ជិលទៀតណាគាត់នឹងទៅអត់បានស្ងប់ទេហើយអាពាក្យសម្ដីហ្នឹងដែលធ្វើឲ្យបងសម្បត្តិគឺគាត់ប្រឹងដូចថាគាត់ងើបមកវិញគាត់ទោះបីពេលខ្លះគាត់មានអារម្មណ៍ថាគាត់អស់កម្លាំងមែនតែគាត់ឮពាក្យសម្ដីឪពុករបស់គាត់ប៉ុណ្ណឹងគឺគាត់តស៊ូហើយគាត់ក៏ទៅរៀនមានមិត្តភ័ក្តិដែលគាត់ធ្លាប់ដើរលេងហ្នឹងបបួលគាត់ដើរលេងទៀតតែគាត់ថាគាត់ដើរលេងទេពីព្រោះគាត់មានវិបដិសារីជាមួយម្ដាយរបស់គាត់ហើយអញ្ចឹងគាត់អត់ចង់ដើរលេងអត់ចង់ធ្វើឲ្យឪពុករបស់គាត់ពិបាកចិត្តទៀតទេហើយដល់ពេលអញ្ចឹងទៅបានគាត់ហ្នឹងខំប្រឹងរៀនគាត់ថាចាប់ពីពេលហ្នឹងមកគាត់ក៏បានលទ្ធផលល្អគាត់រៀនរហូតបានគាត់ហ្នឹងរៀនចប់ហើយដល់ពេលដែលគាត់រៀនចប់រៀនអីចឹងទៅគាត់ក៏បានរកការងារធ្វើអញ្ចឹងពេលវេលាវាចេះតែកន្លងទៅយូរទៅណាដូចថាតម្រាំតែគាត់រៀនបានចប់តម្រាំតែគាត់បានមានការងារធ្វើហ្នឹងអាពុករបស់បងសម្បត្តិហ្នឹងគាត់ក៏ចាស់ទៅដែរហើយគាត់ថាពេលដែលគាត់មានការងារធ្វើឪពុករបស់គាត់ក៏ចាប់ផ្ដើមឈឺលក្ខណៈថាគាត់ធ្លាក់ខ្លួនឈឺហើយបងសម្បត្តិគាត់ដឹងថាមូលហេតុដែលឪពុករបស់គាត់ធ្លាក់ខ្លួនឈឺដោយសារតែឪពុករបស់គាត់ហ្នឹងគឺនៅស្រឡាញ់ម្ដាយរបស់គាត់ខ្លាំងពីព្រោះបងសម្បត្តិគាត់ចាំបានថាការដែលគាត់នៅតូចគាត់តែងតែឃើញឪពុកម្ដាយរបស់គាត់គឺស្រឡាញ់គ្នានិយាយផ្អែមល្ហែមមួយគ្នាទៅណាក៏ទៅជាមួយគ្នាមានបញ្ហាអីក៏ជាមួយគ្នាដែរនិយាយរួមគាត់ថាឪពុកម្ដាយគាត់ស្រឡាញ់គ្នាខ្លាំងហើយដល់ពេលអញ្ចឹងទៅគាត់ថាមកពីគាត់និយាយដល់កន្លែងនេះខ្ញុំសម័យរូបភាពទៅខ្ញុំពិបាកពីពណ៌នាថាយើងវាស្ដាយដូចថាស្ដាយអារឿងរ៉ាវថាហេតុអីបានជាយើងទៅធ្វើបែបហ្នឹងឲ្យម្ដាយគាត់គាំងបេះដូងស្លាប់បងប្អូនកន្លែងហ្នឹងដែលគាត់មានវិបដិសារីខ្លាំងណាហើយគាត់មិនគួរណាធ្វើឲ្យប្តីប្រពន្ធឪពុកម្ដាយរបស់គាត់ដូចថាគាត់កំពុងតែស្រឡាញ់គ្នាគាត់ត្រូវបែកគ្នាដោយសារតែរឿងរ៉ាវរបស់បងសម្បត្តិដែលគាត់ដាស់លេងភ្លើហ្នឹងទេនិយាយទៅគាត់ចោកស្ដាយមែនទេគាត់មានវិបដិសារីត្រង់ហ្នឹងមែនទេហើយដល់ពេលអញ្ចឹងទៅគាត់ក៏បានត្រឹមតែសុំទោសឪពុកសុំទោសអីចឹងណាអញ្ចឹងគាត់ថាបន្ទាប់ពីគាត់មានការងារធ្វើទៅគាត់ក៏បានទំនុកបំរុងឪពុករបស់គាត់ខ្លះដែរប៉ុន្តែការងារដែលគាត់ធ្វើការហ្នឹងក៏វាមិនមែនបានលុយច្រើនណាដូចថាបានមកចាត់ចែងតិចតួចជួយឪពុកជួយអីតិចតួចចឹងទៅហើយបងមកគាត់ក៏ជួយឪពុកជួយអីណាតែគាត់ថាពេលវេលាវាកន្លងទៅប្រហែលជាមួយឆ្នាំពីរឆ្នាំក្រោយទៅឪពុករបស់បងសម្បត្តិហ្នឹងគាត់ក៏ចាស់ខ្លាំងទៅហើយគាត់ក៏ចាប់ផ្ដើមទ្រុឌទ្រោមទៅហើយគាត់ថាដល់ថ្ងៃមួយហ្នឹងឪពុករបស់គាត់ក៏ធ្លាក់ខ្លួនឈឺខ្លាំងហើយគាត់ក៏ហៅកូនហ្នឹងពីព្រោះគាត់ដឹងថាគាត់នឹងមិនអាចរស់បានយូរទេគាត់ក៏ហៅកូនដូចថាមកផ្ដាំអញ្ចឹងណាហើយគាត់ក៏បានផ្ដាំទៅឲ្យបងសម្បត្តិហ្នឹងថាកូនឯងកាយខ្លួនទៅកូនណាហើយពុកមិនបាននៅមួយកូនឯងតបានយូរទៅទេកូនឯងត្រូវរឹងមាំកូនឯងត្រូវរៀនតស៊ូទៅខ្លួនឯងក្នុងឆាកជីវិតអញ្ចឹងណាហើយពុកមិនដឹងថាតើពេលណាពុកអាចនឹងជួបកូនឯងទៀតទេនិយាយទៅគាត់លក្ខណៈថាគាត់ដឹងតែគាត់គឺលែងបានជួបក្នុងរយៈពេលឆាប់ហ្នឹងដោយសារតែគាត់មើលទៅលើសុខភាពគាត់គឺមិនអាចបន្តបានយូរទេអីអញ្ចឹងបងសម្បត្តិគាត់ថាពុកឯងកុំនិយាយអញ្ចឹងខ្ញុំនឹងព្យាយាមមើលពុកឯងជាពុកឯងហ្នឹងណាហើយពុករបស់គាត់ថាមិនបាច់ទេដោយសារតែអាការៈរបស់គាត់ពេលហ្នឹងក៏ពេទ្យក៏និយាយដែរថាគាត់អត់អាចព្យាបាលអីដោយបានជាវិញទេគឺមានតែទៅមុខអញ្ចឹងណា
chẳng bên năng bong sầm mặt quạt chập đam nhạc luôn á còn tháp lưu phêไปผัวกอดบัดบ้องมาได้อย่าเลยเนื้อพลิกล้วนอ่ะปกบักกอดแหลกล้วนชื่อดอกทำนาคาจงกราวเดียดยังก็ทับไปเนื้อชีวิตบักกอดก็จับดาวจวบตกมาดองเตียนไปหมุนทะลุบัดบ้องมาได้จะสอบปกไทยแต่เลือดชัดปกไทยแต่สนุกอันไหนอ่ะด้วยท่าทะลุแต่กอนทั่วบาปชัดแต่พวกเนื้อแต่มันขังเก้าด้วยท่าเลือดชัดเก้านะchẳng mong bốn giờ mai mới thà thực chất bốc thực chất một đai bắp na sầm mép con từ bây đang là con kho hói tai nơi tài mình khăn con hay si diêm ao đồng con ở con đang đạp lời lọ với nhá dân bên đang bong sập con chập đàm nhạc luôn tai cỏ mình đang thương mà chui bốc mà nè bốc bọc quạt của gió đai quạt nữa máu chập đai bong sập mặt hai quạt cóในใจพระบองสมัติเตียงอย่างเงี้ยมั้ยถ้าเอาบองสมัตินึงta cũngเอาkết trơn cô này cũng kết trơn ấy cô này không phận to su thưa ca tư cũng khoa cũng kết trơn ấy đọc bê những thứ con là nhâm chăng ạ con là nhâm từ họ câu như thế nào nhưng có thà nam gì nhâm nữa ạ thưa bây tôi bật tài mưa máu cứ bốc bạc quát bắt đó cái đây sừng không mỏi quát thái sầm mẹp ở đó mà quát cứ quát thà nam nhìn nhâm môi nữa ạ cứ chỉ nam nhìn nhâm đại chui chắp bom pot sầm mẹp quátไปผัวก็ลองมาquát phơi ba bà pong này bà quát chân ăn nè quát đào lia nhà pong này bà quát đầy ao quát smart tu có tháp bê kha quát thêm tiền chi bốc bà quát chi mà lại bà quát điện nữa à cái lấy nữa để quát miêu bị để ra đấy quát nhạc luôn mình đèn là hồi đó làm nông bị nâng tư mình manประมาณที่bay ngay đêm một ôn phúc bà quát nữa còn lia trả lũ tư vẫn có tháp bê nữa cứ quát bà bạn people này ở đó mũi để bắt bongเนี่ยเป็นคนได้ก่อนมันตัวมันซองคนไอ้บ้านประมาณกอดเมียนแต่สร้างเนื้อกับหกเซมเซ่nháจังcứกอดประบะนั่นไงยมสมัยชีสายโปรนั่นซายมสมัยรูปเพียบเธอยมประบะตุบอารมได้ซากอดพญาสเลงมันยมนั่นกอดยุ่มได้ต่อไปยังยมสนับสเลงกอดพ้องยมสมัยรูปเพียบพ้องยมใจเธอviệc trâu đi chứ na từng bảo xem bông bông snap từ việc bảo bạ biết bông bông ai và thu ở đó mới có ai chụp snap mà dạ sân này rồi có mình bạch snap của bạn đây toàn chụp lệnh nữa á tại nhom mà sân cầm tham bông bông nâng dùng vô chia sẻ để nhom toàn lại nâng tại bảo bông bông đã ở đó là không đủ phiền mùi nâng từng ở kia bông bông bạc cọt gì vô lại thá ca chữ chắp mùi đi vì mình mẹ chỉ ca chữ chắp đã quát cái thạc luôn còn lõ đấy cứ chỉ ca trực chấp đại quát sọp luôn ai đại quát khăng luôn ai mình cua na quát được thưa bạn nâng đạp bông mà đài bị búa bong bong quát cứ bấm mình bảo bạn vậy kia thì bông này bảo quát tăng bình trăm conประมาณ phải giờ bay buồn nẹt nâng máu bị búa còn miền bong bong bay nẹt chẳng quát chỉ con thì buồn còn bờ miền đại quát mình đã thế đại quát đôi ta sạp ta mình phẹ bảo quát buồn được say song xa bảo quát đấy chẳng nè chẳng quát sạp bông mà đài thìยังก็ทำไปต่อเปียปกบอกว่าสลับเธอรู้ทอดแต่งปีรู้ต่อมาได้รู้ต่อปกในเรือเตียนหนึ่งกอดจับดามสมัยรูปเพียบง่ายมวยนั่งกอดเคยปกบอกกอดเอารู้ทอดมาได้บอกกอดแต่งยุ่มแต่อันเลยนั่งส้มใบแต่รูปเพียบแด่ปกบอกกอดเอารู้ทอดมาได้บอกกอดก็กอดเคยไหนcứ khơiจะรู้ทอดทั้งปีบางคนสมัยรูปเพียบเหมือนทักตาไม่ยังไรนั่นคือพี่ประบะต้องการแต่ตัวยอยังก็ทำบัตรต่อปีนึงมาเทียบกอดกับชี้ยิ้มทัวร์กาเป็นคลากอดเมียนมาโฮมินไอกอดยอดะแซนฟ้าอย่าบ่งมาได้อ้อยบ่งนายโฮไปยังไงนะปนได้บ้านทำแต่แซนที่บางคนมันอาจอ้อยกอดโฮเปลี่ยนมันที่กดมันanh gương mà hộp là dương san tôi bị dương tròn san mà hộp chân anh và panna cả đôi con mình anh gương mà hộp dương màn thế ok xong rồi vào đám thì bọn ôn chia sẻ nè nhung cà tha nhung bia bà bạn tụt ở nòng pe nâng này
chẳng năng ấy vì chỉ bọt bị sao rồi có chỉ vì bật đèn ra đây đã quặn mình ai bấm plek bán á hay có sự chạm men ten chẳng bật to bị nâng màu quạt có chỉ im rừng mom đạp tam món đam mà phục bạc quạt để bàn chập đai quạt chập bạch đai quạt hay vậy tha còn anh rừng mom la còn anh không rừng tỏ su là chẳng á chẳng quạt có chỉ im do apie sầm đây phục bạc quạt nữa á là bây giờ chỉ cầm lăng chặt nông ca bát to con thái nó không ở rong bạc quạt không bè đô bạc quạt cứ nơi ta xây bê tông không ai tha pe đã bông đai nơi mi chịu vất pe đã bông đai nơi mưa nơi prim bật đá ớt đáp ớt kval tai pe đã bắt bong tới tụi bây giờ quát cho ai bông đai mà sau đây ai quát vẫn có mình ban trong ai bông đai là u quát có mình ban vì ớt ban đấy thì để xa quát tới hai con lên mà vốn một bệnh hai chẳng bên đừng cứ quát mình đăng ta quạt phải vô bông bồn bị ở rong mà quạt bẹp ná thì tai quạt ai những đăng ta bông bồn ai những sầm mây rút hiệp nâng hai co vô bị ở rong mùi nâng đè là hô từ đó quạt miền càng cái thưa ban bạc man phải dẹp bay được buồn phải chăn nám á quạt của ban squad nâng mà được xây mà nè đây mà được xây mà nè nắng quạt chỉ nhạc hạt quạt lang mà thua cam pin nhá hay quạt runner mà đông nâng phải bên xây có thà pe nâng cứ quạt chuột đã cháy đòn bị bùa đã xa thà pe nâng quạt từ nhằm ấy theo một phèo bà quạt mà nè nơi mình đông phải bên xây nữa chẳng có quạt từ nhằm ấy nâng tới miền hàng bên đây mùi nâng có khơi đôi ta xảy quạt từ hộp ấy tam đôi ra phải đặt kẻ cây lụa tam hộp đám đông phải nâng này chia sai bọn chẳng quạt của bạn khơi nhưng tới có quạt bàn giấy liên thòng bàn đá nữa quạt bàn toàn chập ở rộng thì phần trái quạt thà pe đại quạt squall một phèo bà quạt nhưng tới một phèo bà quạt có squall mà nhẹ xây nữa hay một phèo bà quạt nó có prap tới tham mà nhẹ xây nữa quạt chỉ nhẹ đại thua ca này còn rôn chạ nơi mà đông play bên xây nhá people chân non đôi chỉ quạt chạm ăn ta chạm people đã bầm bay nơi này bên nó cứ mà nhẹ xây nó quạt thua ca này còn rôn chạ nơi mà đông nằngហើយmới tới quạt mình men xa và má đấy để thắc quạt liền xa em sợ quạt có viên mình rần lót đôi kia đó nè đôi ta kia smart tốt kia tâm tè lao mỏng pin man và hai chuyện mà nam mây mà nam chia nhớ nè hay đặc biệt chúng tới có ta mà dạng mật phèo bong sầm bát nó còn có prap tam nữa tham mà nhẹ sấy nó quạt có thlop squad bùa mà nhẹ sấy nó quạt thlop là thlop mà nhắm ấy xa mà nhắm ấy á nơi cái lại nữa ạ chẳng đôi ta mật phèo quạt nó có squad chân từ bàn tay mình men squad chật đất đấy nè đôi ta thlop vậy kia cái lo mang chân từ hay là hô đào pe đài bong sầm mát quạt đằng trắng quạt có oi mật phèo quạt nữa ạ xong lấy tầm nhặt tầm nong pe bùa ta quạt khơi mà nhẹ sấy nó đôi chỉ mini size á đôi ta mình đăng thay dòng máy thế khơi kia hàng xa em mình xa mình so vào man thì tay mẹ đóng tha đôi chỉ pin chặt kế mẹ đóng tha cái kế là cái anh chứ hay đặc biệt những các bạn oi mình phèo quạt nữa thời xong lấy tầm nhặt tầm nong pi mình nhẹ sấy nắng cái có ao ấy nè tại bong sầm mắt có đăng tha hai đấy ban chỉ mình nhẹ sấy nắng cắt ao thì bà hai gì mình phèo quạt nhưng chỉ nhẹ score đi để ta có sông trăng lấy trắng cửa đăng thì hay bong sầm mắt có bằng lấy đăng liềm tới quạt có vô đi thà vô mà chat á vì nó cứ quạt mình xong lấy trong bong sầm tô xong chat nó này có xong chat xong Facebook à chẳng vì nó có bong sầm mắt có e từ quạt chọn đăng mình nhẹ sấy đừng mà chẳng á chẳng có e tới quạt có từ bong toàn chat thì hay đầm lon vì năng ban phải gì vì bên ngày cài máu quạt có đặt chặt chat từ xua đây rồi ai kia chẳng á hay mình nhẹ sấy nó quạt có slide to một bình mau có xua tha quạt nà kê quạt ấy chẳng á hay bong sầm mắt quạt có riêng rồi tới tham mình phèo quạt mua đi chẳng tới hay quạt score tam để dạng mình phèo quạt chẳng tới hay là hồ mà dạng cài máu nó quạt có từ thà pe class chỉ là xua chat tất cả mình nhẹ sấy nữa á hay là pe xua cho xua lang tới ban bong sầm bát nữa quạt score mình được xài mình nè nè hôm nay nhung có xong mình phải tranh mua mình được xài mình nè nè chẳng nhung xong đã mua oi cài tới thả đã mua lida cho là ngày đã mua lida chẳng quạt có yu pi bằng ngay nhưng tới quạt có liệt cha từ xua lida hay lida quạt có slide tọm một bình màu đôi thà còn xua nhằm bài nơi lida quạt có slide nhưng mình toàn nhám được còn nhung nhám hao dân từ hay có tha rầm lon pin quạt cha yu mà đòn tới quạt có si dâm cha từ hồ ngày á hay cha từ hồ ngày vô tới ban lida nữa ạ
គាត់និយាយរៀបរាប់ថាគាត់ហ្នឹងគឺជាអ្នកខេត្តនេះខេត្តនេះចឹងទៅហើយឥឡូវហ្នឹងគាត់ឡើងមកបំពេញហើយដំបូងហ្នឹងគាត់រស់នៅជាមួយនឹងបងស្រីរបស់គាត់ប៉ុន្តែឥឡូវហ្នឹងបងស្រីរបស់គាត់ពេលដែលរៀបការហើយបងស្រីរបស់គាត់ហ្នឹងក៏ទៅនៅខាងជាមួយប្តីហើយគាត់នៅតែឯងទេហើយបន្ទប់ជួលដែលគាត់រស់នៅហ្នឹងនៅម្ដុំផ្លូវវែងស្រីនឹងឯងហើយក៏បន្ទប់ជួលហ្នឹងវាមិនមែនធំទេណាដល់ថាវាទូចឹងទៅហើយដល់ពេលបងសម្បត្តិគាត់ដឹងពីប្រវត្តិខ្លះពីលីដាចឹងទៅគាត់ក៏ចេះតែព្យាយាមតាក់ទងតាមធម្មតាចឹងទៅហើយរហូតបានថ្ងៃមួយហ្នឹងបងសម្បត្តិគាត់ក៏សាកណាត់ណាដូចថាគាត់ណាត់ជុំគ្នាមិនមែនណាត់ជុំតែ2នាក់ណាជុំជាមួយមិត្តភក្តិបងសម្បត្តិហើយខាងលីដាហ្នឹងគេក៏មានមិត្តភក្តិរបស់គេដែរទៅញ៉ាំប្រហិតនៅម្ដុំផ្លូវវែងស្រីហ្នឹងហើយដល់ពេលទៅញ៉ាំជុំគ្នាប្រហែលជាគ្នា 4-5 នាក់ពេលហ្នឹងណាហើយក៏និយាយគ្នាក៏ដូចថានិយាយពីរឿងការងារអីតិចតួចនិយាយពីតំណែងតំណមិត្តភក្តិអីតិចតួចអញ្ចឹងណាប៉ុន្តែអំឡុងពេលដែលបងសម្បត្តិគាត់ញ៉ាំអីជាមួយនឹងលីដាជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងណាគាត់ថាគាត់លោបមើលមុខលីដាហ្នឹងធ្វើទៅបើតែលីដាគាត់ស្អែមមែនណាប៉ុន្តែមើលទៅស្មាតទោះគាត់ថាប្របីមាត់គាត់ប្របីមាត់លីដាហ្នឹងគាត់រៀងបាសតិចតិចមើលទៅរៀងស្អាតរៀងខ្ជូតម្យ៉ាងហើយភ្នែករបស់គាត់រៀងមូកឡង់ហើយអញ្ចាមគាត់រៀងក្រាស់សក់គាត់មិននេះប្រហែលទេមិនវែងប្រហែលទេដូចថាយ៉ាងខ្លីម៉មអីចឹងណាហើយរូបរាងគាត់ក៏ល្មមដែរមិនទៅដូចថាធំពេកឬក៏តូចពេកណាលក្ខណៈមិនល្មមហើយដល់ពេលចឹងទៅគាត់ក៏ចាប់ផ្ដើមលងស្រឡាញ់ខ្លាំងណាដូចថាមើលយូរទៅល្អគុណណាហើយបន្ទាប់ពីញ៉ាំអីហើយទៅគាត់ក៏ត្រឡប់មកផ្ទះវិញរៀងខ្លួនហើយពេលហ្នឹងបងសម្បត្តិគាត់ថាពេលមកដល់ផ្ទះរបស់គាត់ភ្លាមគាត់ក៏ឆាតទៅសួរលីដាហ្នឹងថាលីដាហ្នឹងដល់ផ្ទះនៅហើយមិនដែរទៅញ៉ាំអីនឹងឆ្ងាញ់អត់ក៏ចេះសួរបែបលក្ខណៈមនុស្សដែរញ៉ាយគ្នាអញ្ចឹងណាហើយដល់ពេលសួរចុះសួរឡើងលីដាគាត់ក៏ប្រាប់តាមនឹងទៅហើយគាត់ថាបន្ទាប់ពីនឹងមកក៏គាត់ព្យាយាមឆាតទៅលីដានឹងរហូតហើយលីដាគាត់ក៏ឆាតមកវិញទៅហើយពេលហ្នឹងបងសម្បត្តិគាត់ក៏ប្រាប់ដែរណាថាគាត់នឹងធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងហើយការងារដែលគាត់ធ្វើហ្នឹងគឺការងារនេះការងារនោះអញ្ចឹងទៅហើយលីដាគាត់ក៏ប្រាប់ទៅថាគាត់ក៏មិនមែនធ្វើការអីខ្ពង់ខ្ពស់ដូចគេមានចំណេះដឹងអីខ្ពស់ដូចគេទេដូចថាគាត់ត្រឹមតែធ្វើការរោងចក្រអញ្ចឹងណាប៉ុន្តែបងសម្បត្តិគាត់ថាពេលហ្នឹងគាត់ប្រាប់លីដាត្រង់គាត់ថាគាត់មិនខ្វល់ទេមនុស្សស្រីដែលគាត់ស្រឡាញ់គាត់ពេញចិត្តគាត់អត់មានខ្វល់ថាអូអ្នកឯងធ្វើការនេះអ្នកឯងចំណេះដឹងប៉ុណ្ណេះគឺគាត់អត់ខ្វល់ទេសំខាន់ឲ្យតែគាត់ពេញចិត្តគាត់ស្រឡាញ់គាត់នឹងថែរក្សាមនុស្សស្រីម្នាក់ហ្នឹងឲ្យមនុស្សស្រីម្នាក់ហ្នឹងមានក្តីសុខហើយលុយកាក់អីគឺយើងចាប់ដៃគ្នាប្រឹងរកស៊ីប្រឹងអីយ៉ាងណារហូតទៅដល់យើងមានបានទៅពីព្រោះលុយកាក់វាកាត់ឡើងក្រោយទេគឺគាត់និយាយចឹងទៅកាន់លីដាហើយលីដាគាត់ក៏និយាយបែបលក្ខណៈញឹមលក្ខណៈថាខ្ញុំមិនមានចំណេះដឹងខ្ពស់ដូចបងឯងទេបងឯងមានចំណេះដឹងរៀនខ្ពស់រៀនអីចឹងទៅណាគាត់ចេះតែនិយាយប្រទាបខ្លួនគាត់ចឹងទៅប៉ុន្តែបងសម្បត្តិគាត់នៅតែអាងថាគាត់មិនខ្វល់ទេគាត់មិនដែលប្រកាន់អញ្ចឹងគាត់មិនដែលគិតអញ្ចឹងទេហើយដល់ពេលអញ្ចឹងទៅក៏គាត់ចេះតាក់ទងញ៉ាយគ្នានិយាយគ្នាទៅវិញទៅមកដូចថាបែបពីលក្ខណៈក្រាស់គ្នាទៅវិញទៅមកអញ្ចឹងណាហើយរហូតបានពីហ្នឹងខ្ទង់ប្រហែលជា7 ឆ្នាំតំណែងតំណងមកគាត់សាសនាណាបានបងសម្បត្តិហ្នឹងគាត់ក៏ហ៊ានបបួលលីដាហ្នឹងដើរលេងទៅ2នាក់ហើយពេលដែលដើរលេងទៅ2នាក់ហ្នឹងលីដាគាត់ក៏អូខេដែរដោយសារតែដូចថាពេលហ្នឹងស្រឡាញ់គ្នាជឿជាក់គ្នាណាហើយពេលដែលដើរលេងហ្នឹងបងសម្បត្តិគាត់ក៏មិនចោលអចរិតចាស់របៀបថាស្មាតទោះគាត់ឃើញគេស្អាតគាត់អីចឹងទៅគាត់ក៏ចង់ដូចថាហូបបាយហូបអីចឹងទៅហ្នឹងហើយគឺអញ្ចឹងណាប៉ុន្តែដោយសារតែលីដាពេលហ្នឹងដូចថាគ្នាក៏មិនចង់ណាដូចថាគ្នាមិនចង់ធ្វើអញ្ចឹងទេប៉ុន្តែដោយសារតែបងសម្បត្តិគាត់ថាពេលហ្នឹងគាត់មានល្បិចច្រើនណាពូពេលហ្នឹងដូចថាស្មាតទោះដោយសារតែអំណាចនៃតណ្ហារបស់គាត់ណាអញ្ចឹងគាត់ព្យាយាមប្រើល្បិចគ្រប់បែបយ៉ាងលួងលោមលីដាលួងលោមអីចឹងរហូតដល់លីដាហ្នឹងគាត់ទន់ចិត្តទៅគាត់ក៏ទៅហូបបាយហូបអីជាមួយនឹងបងសម្បត្តិចឹងណាហើយបងសម្បត្តិគាត់ថាបន្ទាប់ពីគាត់បានហូបចុកបាយនឹងហើយទៅគាត់ក៏ចាប់ផ្ដើមស្រឡាញ់លីដានឹងក៏ខ្លាំងដែរមិនមែនថាគាត់មិនស្រឡាញ់ទេណាគាត់ស្រឡាញ់ខ្លាំងទៅចឹងទៅរហូតទៅដល់ថ្ងៃមួយថ្ងៃហ្នឹងគឺបងសម្បត្តិហ្នឹងគាត់មានបញ្ហាឬលុយដោយសារតែក្រុមហ៊ុនរបស់គាត់ហ្នឹងដោយថាគេមានបញ្ហារឿងតម្លាក់លុយមិនទាន់តម្លាក់អីមិនដឹងទេហើយបងសម្បត្តិហ្នឹងគាត់ក៏ពិបាកថាពេលហ្នឹងគឺគាត់ត្រូវការលុយ
ចំណាយផ្សេងចាក់សាំងម៉ូតូចាក់អីទៅធ្វើការអីស្ទើរដល់ពេលហ្នឹងគាត់ក៏សាកចិត្តលីដាណាគាត់ក៏ចង់ដឹងថាតើលីដាហ្នឹងមានចិត្តអីទៅលើគាត់អត់អញ្ចឹងគាត់ក៏សាកខ្ចីលុយលីដាថាតើលីដាហ្នឹងមានដូចថា$20-30អត់គាត់សុំខ្ចីសិនបើប្រាក់ខែបានលីដាឲ្យអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅលីដាគាត់ក៏ឆ្លើយថាគាត់មានប៉ុន្តែគាត់មានត្រឹមតែ$25ទេហើយដល់ពេលអញ្ចឹងទៅក៏បងសម្បត្តិគាត់ថាឥឡូវ$25ក៏យកដែរហើយចាំបើប្រាក់ខែមកវិញចាំបងឲ្យអីលឿនហ្នឹងអញ្ចឹងណាហើយលីដាដោយសារតែគាត់ស្រឡាញ់គាត់ក៏ឲ្យបងសម្បត្តិតាមហ្នឹងទៅហើយពេលហ្នឹងបងសម្បត្តិគាត់ថាគាត់ចាប់ផ្ដើមយល់ណាថាលីដាហ្នឹងជាមនុស្សស្រីម្នាក់ដែលស្រឡាញ់គាត់មែនមិនត្រឹមតែដូចថានិយាយតែមាត់ណាគឺគាត់ស្រឡាញ់មែនអញ្ចឹងបងសម្បត្តិគាត់ចាប់ផ្ដើមស្រឡាញ់ចាប់ផ្ដើម take care លីដាចាប់ផ្ដើមដូចថានាំលីដាដើរលេងនាំអីចឹងទៅហើយរហូតដល់គាត់ហូបបាយហូបអីជាមួយលីដាហ្នឹងឆ្អែតឆ្អន់អានេះគាត់និយាយត្រង់ណាដូចថាលីដាគាត់ក៏មិនដឹងធ្វើម៉េចព្រោះគាត់ធ្លាប់ហូបបាយមួយគ្នាកន្លងមកហើយដល់ពេលអញ្ចឹងទៅគាត់ក៏ចេះទៅជាមួយបងសម្បត្តិដោយសារតែស្រឡាញ់គ្នាខ្លាំងណាព្រោះបងសម្បត្តិគាត់ប្រកែសម្ដីដល់ពេលអញ្ចឹងទៅក៏គាត់ថាគាត់ហូបបាយជាមួយលីដានឹងច្រើនដងមែនតើរហូតដល់គាត់រៀងណាយគាត់និយាយត្រង់ហ្មងគាត់រៀងណាយគាត់ក៏ទៅធ្វើការកន្លែងក្រុមហ៊ុនហ្នឹងស្រាប់តែគាត់ស្គាល់មិត្តភក្តិរបស់គាត់ផ្សេងៗអញ្ចឹងទៅមិត្តភក្តិរបស់គាត់ហ្នឹងក៏នាំគាត់ហ្នឹងដូចថាទៅដើរលេងជាមួយនឹងមនុស្សស្រីផ្សេងៗដែលគេដើរលេងអញ្ចឹងណានិយាយរួមមិត្តភក្តិរបស់គាត់នាំគាត់ទៅហើយគាត់ក៏ទៅដែរដោយសារតែពេលហ្នឹងដូចថាគាត់បួកនឹងមនុស្សស្រីគាត់ចាប់ដើមឃើញគេស្អាតឃើញគេលោឆាយឃើញគេស្លៀកខ្លីស្លៀកអីគាត់ក៏ទៅដើរលេងជាមួយមិត្តភក្តិរបស់គាត់ហើយលុយដែលបើកប្រាក់ខែអីចឹងណាគាត់ក៏យកទៅចំណាយទៅលើមនុស្សស្រីដែលដើរលេងហ្នឹងណាក៏យកទៅចាយយកទៅអីចឹងទៅហើយគាត់ពេលហ្នឹងឲ្យតែបើកលុយហើយគាត់មិនដែរនឹកឃើញលីដាទេគឺគាត់នឹកឃើញថាចង់សុបាយដូចថាទៅកំសាន្តអារម្មណ៍ទៅអីចឹងណាទៅផឹកស៊ីទៅអីជាមួយមិត្តភក្តិរបស់គាត់ចឹងទៅហើយលីដាហ្នឹងគឺគាត់ដូចថាធ្វើការធ្វើអីរោងចក្រគាត់អត់មានពេលវេលាណាដើម្បីទៅខលសួរបងសម្បត្តិគ្រប់ពេលទេពីព្រោះបងសម្បត្តិក៏គាត់ដូចថារកហេតុផលថាគាត់នឹងរវល់ការងារពេលដែលគាត់ទៅធ្វើការអីមិនបាច់ខលទៅគាត់ទេដូចថាខ្លាចរំខានអីចឹងណាអញ្ចឹងលីដាគ្នាក៏មិនហ៊ានខលទៅកាន់បងសម្បត្តិដែរហើយបងសម្បត្តិគាត់ថាពេលហ្នឹងផ្នត់គំនិតរបស់គាត់គឺគាត់គិតថាលីដាហ្នឹងជាមនុស្សស្រីដែលល្ងងនិយាយទៅគាត់គិតក្នុងចិត្តតែគាត់អត់ដែរនិយាយប្រាប់លីដាទេគាត់ថាលីដាគាត់ចង់កុហកមិនក៏បានគាត់ចង់និយាយថាមិនក៏បានដូចតែលីដាអត់ដឹងអីគឺគាត់គិតអញ្ចឹងក្នុងខួរក្បាលរបស់គាត់ហើយគំនិតរបស់គាត់គឺគាត់ចង់ទៅធ្វើអីក៏ធ្វើតែគាត់លាក់បាំងលីដាគាត់កុហកគាត់និយាយលួងលីដាវិញទៅលីដាក៏ជឿគាត់តាមហ្នឹងទៅហើយដល់ពេលអញ្ចឹងទៅបងសម្បត្តិគាត់ថាគ្រប់យ៉ាងគាត់អត់ដែរខ្វល់ទេគាត់អាចនឹងរកលេសរកវិធីសាស្ត្រអីផ្សេងដោយសារតែគាត់ប្រកែភាសានិយាយស្ដីរកលេសរកអីហើយណាមួយគាត់ក៏រៀនរៀងខ្ពស់អញ្ចឹងក៏គិតថាលីដាហ្នឹងរៀនបានខ្ពស់អាចនឹងឆាប់ជឿឆាប់និយាយទៅគាត់និយាយមួយម៉ាត់ថាគាត់គិតថាលីដាល្ងងអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺគាត់ចង់ធ្វើអីក៏បានដែរហើយដល់ពេលអញ្ចឹងទៅស្រាប់តែគាត់ដើរលេងជាមួយនឹងមិត្តភក្តិរបស់គាត់ទៅចំណាយលុយទៅលើមនុស្សស្រីអីផ្សេងរហូតទៅដល់គាត់បានមានសង្សារថ្មីហើយសង្សារថ្មីហ្នឹងគេជាអ្នកដែលធ្វើការដូចថាគេធ្វើការក្រុមហ៊ុនដែរប៉ុន្តែមិនមែនធ្វើការមួយបងសម្បត្តិទេណាតែបងសម្បត្តិគាត់ថាពេលហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងគេស្អាតគេតនុយមករៀងគេឡើងលយសាច់គេឡើងសខ្ចីញ៉ាញ់ហើយពេលហ្នឹងសក់គេឡើងលូនហើយគាត់ថាពេលហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ស្រឡាញ់ម្នាក់ស្រីហ្នឹងហើយក៏មានអារម្មណ៍ថាលីដាដូចថាស៊ាំដូចសាំហើយគាត់ក៏តលន់លក្ខណៈអញ្ចឹងគាត់ក៏ចង់សាកមនុស្សស្រីថ្មីអញ្ចឹងទៅអានេះគាត់និយាយឲ្យត្រង់ហើយដល់ពេលអញ្ចឹងទៅគាត់ក៏ព្យាយាមតាក់ទងម្នាក់ស្រីហ្នឹងហើយម្នាក់ស្រីហ្នឹងគាត់ក៏ឃើញបងសម្បត្តិហ្នឹងលក្ខណៈគាត់រៀងស្អាតដែរហើយបងសម្បត្តិដូចថាពេលហ្នឹងគាត់ធ្វើការគាត់មានលុយអាប្រាក់ខែដែលគាត់បើកអីអញ្ចឹងក៏គេដើរលេងជាមួយបងសម្បត្តិហ្នឹងហើយនាំទៅបងសម្បត្តិគាត់ប៉ាគេរហូតដើរទៅញ៉ាំនេះញ៉ាំនោះបងសម្បត្តិប៉ាគេអញ្ចឹងណានិយាយទៅដើម្បីឲ្យបានអ្វីដែលគាត់ចង់បានពីម្នាក់ស្រីហ្នឹងណាអញ្ចឹងគាត់ក៏សុខចិត្តចំណាយលុយអីផ្សេងៗអញ្ចឹងទៅហើយពេលដែលគាត់ដើរលេងដល់យប់អញ្ចឹងទៅបានពេលខ្លះលីដាគាត់ខលមកបានបងសម្បត្តិហ្នឹងគាត់ថាគាត់ជាប់ធ្វើការថែមមកពីព្រោះពេលហ្នឹងគាត់ថាក្រុមហ៊ុនរបស់គាត់ក៏មានពេលខ្លះធ្វើការថែមមកណាអញ្ចឹងក៏លីដាអូខេតាមហ្នឹងទៅហើយយប់ខ្លះគាត់ដើរលេងដល់ម៉ោងមិន10 ពី10យប់ក៏មានដែរហើយគាត់បានទៅគេងនៅជាមួយមនុស្សស្រីម្នាក់នោះគាត់ទៅដើរលេងហើយក៏គេងជាមួយគ្នាហើយក៏មកផ្ទះមកអីចឹងណា
ហើយមានថ្ងៃមួយហ្នឹងបងសម្បត្តិគាត់ថាគាត់បួកនឹងមនុស្សស្រីម្នាក់ថ្មីហ្នឹងគាត់ដើរលេងបាត់មួយថ្ងៃពីរថ្ងៃហើយគាត់បិទទូរស័ព្ទអត់ឲ្យលីដាហ្នឹងដឹងទេហើយដល់ពេលហ្នឹងទៅគាត់ក៏អត់ខ្វល់គាត់ថាចាំពេលហើយសบายឆ្អែតហើយចាំគាត់ត្រឡប់ទៅវិញអញ្ចឹងក៏គាត់ដើរលេងមួយម្នាក់ស្រីហ្នឹងអាពាក់ខែដែលគាត់បើកប្រមាណហ្នឹងគាត់ដើរចាយតែ2ថ្ងៃទេអស់ខ្ទេចហើយអាលុយដែលជាពាក់លីដាហ្នឹងគាត់តន់សងលីដាដែរហើយដល់ពេលដែលអស់លុយហើយបានគាត់ភ្ញាក់ខ្លួនព្រឺថាហើយចុះតែថ្ងៃមកទៀតបានឲ្យចាយបំទាន់ដងថ្ងៃបើកប្រាក់ខែប៉ុណ្ណឹងអញ្ចឹងក៏ចាប់ផ្ដើមនឹកឃើញលីដាភ្លាមហើយដល់ពេលនឹកឃើញលីដាក៏ត្រឡប់ទៅផ្ទះវិញណាហើយមនុស្សស្រីម្នាក់ហ្នឹងគេក៏ទៅផ្ទះបាគេរៀងខ្លួនអញ្ចឹងទៅហើយដល់ពេលដល់ហ្នឹងលីដាក៏សួរថាបងឯងបើកប្រាក់ខែឲ្យមែនបងណាបជាពេលហ្នឹងគឺពួកគាត់បានទៅរស់នៅមួយគ្នាក្នុងបន្ទប់ជួលហើយអាចនិយាយថាគាត់រស់នៅមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅស្រាប់តែបងសម្បត្តិហ្នឹងគាត់ប្រាប់ដូចថាគាត់រលេះគាត់ប្រាប់លីដាថាលុយដែលគាត់បើកមកកន្លងហ្នឹងគាត់សមិត្តភក្តិរបស់គាត់អស់ហើយដោយសារតែកន្លងមកហ្នឹងគាត់ធ្លាប់ជាពាក់មិត្តភក្តិរបស់គាត់ហើយដល់ពេលអញ្ចឹងទៅឥឡូវហ្នឹងគាត់សងគេអស់ហើយចាំខែក្រោយចាំគាត់សងលីដាហើយលីដាហ្នឹងគាត់ក៏ជឿទៀតដោយសារតែគិតថាប្រហែលជាអញ្ចឹងហើយអញ្ចឹងក៏គាត់ថាឲ្យសងមិត្តភក្តិរបស់គាត់ទៅពីព្រោះគាត់ក៏មិនទេចាំបាច់ទៀមទាអីលឿនណាហើយដល់ពេលអញ្ចឹងទៅក៏អូខេតាមហ្នឹងហើយបងសម្បត្តិគាត់ថាពេលហ្នឹងក្នុងចិត្តរបស់គាត់គឺគាត់កាន់តែដូចថាមើងងាយលីដាថែមដោយសារតែគាត់ថាចង់និយាយមិនក៏បានស្រួលរលេះអីស្រួលហ្នឹងហើយដល់ពេលបងសម្បត្តិគាត់ដឹងតាក់តិចមួយហ្នឹងគាត់តែងតែព្យាយាមកុហកគ្រប់បែបយ៉ាងកុហកលីដាពេលខ្លះគាត់ទៅដើរលេងទៅនេះនោះទៅគឺគាត់តែងតែរលេះអញ្ចឹងហើយមានថ្ងៃមួយលីដាហ្នឹងគាត់ក៏សួរថាបងឯងហ្នឹងចង់រៀបការជាមួយអូនអត់ហើយបងសម្បត្តិគាត់ថាគាត់លឺអញ្ចឹងគាត់ក៏ចាប់ដើមគិតមកផ្លែតគាត់ថាគាត់ចង់រៀបការតែឥឡូវហ្នឹងខ្លួនគាត់អត់មានលុយទេពីព្រោះបងសម្បត្តិគាត់ថាពេលហ្នឹងគឺគាត់ធ្វើការគ្រាន់តែមនុស្សដូចថាដើរចាយដើរស៊ីអញ្ចឹងអត់មានខ្វល់ដូចថាសំលុយទុកទេហើយដល់ពេលលឺលីដាគាត់សួរពីរឿងរៀបការហ្នឹងបានបងសម្បត្តិគាត់ចាប់ដើមភ្ញាក់ខ្លួនចាប់ដើមគិតថាបងអត់ទាន់មានលុយផងធ្វើមិនទៅហើយពេលហ្នឹងលីដាគាត់ក៏មិនថាអីណាគាត់ក៏ញឹមហើយគាត់ក៏និយាយថាឥឡូវយើងខំសំលុយទៅចាប់ពីថ្ងៃហ្នឹងទៅណាហើយថ្ងៃណាមួយយើងមានលុយចាំយើងដូចថាចូលលុយគ្នាហើយក៏ឲ្យឪពុកម្ដាយរៀបការអញ្ចឹងទៅហើយដោយសារតែពេលហ្នឹងគឺបងសម្បត្តិគាត់អត់មានឪពុកម្ដាយណាអញ្ចឹងលីដាគាត់ក៏ដឹងដែរពីព្រោះពេលដែលគាត់ស្គាល់គ្នាហ្នឹងក៏គាត់រៀបរាប់ពីប្រវត្តិរបស់គាត់ណាហើយដល់ពេលអញ្ចឹងទៅក៏ព្យាយាមសំលុយប៉ុន្តែក៏សូមបញ្ជាក់ដែរថាលីដាគាត់មានឪពុកម្ដាយរបស់គាត់អីត្រឹមត្រូវដែរទេហើយដល់ពេលអញ្ចឹងទៅក៏បងសម្បត្តិក៏ព្យាយាមសន្យាធ្ពក់ដៃជាមួយលីដាអញ្ចឹងណាហើយរហូតដល់ពេលផាយយើងតុងកន្លះឆ្នាំក្រោយមកក៏គាត់អត់ទាន់សល់លុយដែរដោយសារតែបងសម្បត្តិដូចខ្ញុំនិយាយមិញណាគឺគាត់ព្យាយាមលាក់បាំងលីដាគ្រប់បែបយ៉ាងគាត់ព្យាយាមដើរលេងព្យាយាមទៅយកលុយទៅចំណាយទៅលើមនុស្សស្រីអីផ្សេងអ្នកដែលគេរៀង high show អ្នកដែលគេសស្អាតអីចឹងណាហើយលីដាហ្នឹងគ្នាខំធ្វើការរោងចក្រមួយថ្ងៃឡើងអង្គុយឡើងស្មាតទោឡើងការរឿងដូកម៉ាត់ហើយគ្នាឡើងស្គមឡើងអីចឹងទៅពីព្រោះគ្នាចង់សម្រេចបំណងដូចថាឲ្យបានរៀបការជាមួយនឹងគ្នាអញ្ចឹងក៏គិតថាខំប្រឹងធ្វើការខំប្រឹងសំចៃចឹងណានិយាយទៅចិត្តគាត់គិតថាដើម្បីបំពេញតាមប្រពៃណីដើម្បីបំពេញមុខឪពុកម្ដាយពីព្រោះគាត់ហ្នឹងបានរួមរស់នៅជាមួយបងសម្បត្តិហើយអញ្ចឹងអាចថាដូចជាប្តីប្រពន្ធណាគ្រាន់ថាយើងមិនទាន់រៀបការតែប៉ុណ្ណឹងទេអញ្ចឹងក៏ត្រូវបំពេញមុខបំពេញមាត់ឲ្យឪពុកម្ដាយអញ្ចឹងលីដាគាត់ខំប្រឹងធ្វើការណាបងសម្បត្តិគាត់ថាគាត់ឃើញលីដាស្គមទៅមុខគាត់រៀងស្លក់ទៅហើយដល់ពេលគាត់ថាពេលហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាកាន់តែនឿយណាយកាន់តែដូចថាស្មាតទោសរៀងខ្ពើមលីដាដោយសារតែឃើញគ្នាស្គមសក់សាច់ហើយគ្នាឡើងស្លេកស្លាំងគ្នាមិនសូវបានដូចថាមានអីហូបចុកគ្រប់គ្រាន់ហើយគ្នាក៏គិតច្រើនគាត់អីប៉ុន្តែពេលហ្នឹងបងសម្បត្តិគាត់អត់ដែលដឹងថាលីដាគាត់បារម្ភពីអីទេតែគាត់ថាឃើញសភាពលីដាហ្នឹងគឺគាត់ស្គមស្គាំងទឹកមុខគាត់ស្លេកស្លាំងស្លក់តែពេលដែលគាត់ជួបមុខបងសម្បត្តិគឺគាត់ព្យាយាមញញឹមមកកាន់បងសម្បត្តិអញ្ចឹងណាហើយដល់ពេលបងសម្បត្តិគាត់ឃើញអញ្ចឹងគាត់ចេះតែមានអារម្មណ៍ថានឿយណាយអត់ចង់រស់នៅជាមួយលីដាអញ្ចឹងណាគាត់ចេះតែចង់ទៅរកស្រីថ្មីស្រីផ្សេងអីចឹងទៅហើយគាត់ពេលហ្នឹងគឺគាត់គិតបែបហ្នឹងគាត់អត់ខ្វល់ទេពីព្រោះថាគ្រប់យ៉ាងលីដាអាចនឹងស្ដាប់តាមគាត់គ្រប់បែបយ៉ាងហើយណាមួយក៏គិតថាចាំថ្ងៃណាមួយគាត់សប្បាយឆ្អែតចាំគាត់កែខ្លួនក៏វាមិនយឺតពេលណាក៏គិតចឹងណា
ឯដល់ពេលអញ្ចឹងទៅគាត់មិនខ្វល់ទេអញ្ចឹងគាត់គិតតែសប្បាយសិនណាហើយសេះទៅដល់ពេលគាត់ដើរលេងគាត់ធ្វើការធ្វើអីអញ្ចឹងទៅពេលខ្លះគាត់កុហកលីដាថាគាត់នៅកន្លែងធ្វើការតែតាមពិតគាត់ទៅដើរលេងនៅកន្លែងតំបន់នេះតំបន់នោះជាមួយសង្សារផ្សេងមកគាត់អញ្ចឹងទៅមនុស្សស្រីផ្សេងអញ្ចឹងទៅគាត់កុហកគ្រប់បែបយ៉ាងហើយរហូតទៅដល់គាត់ថារំលងទៅពីនឹងបានប្រហែលជា 2-3 ខែក្រោយមកយប់មួយហ្នឹងគាត់សបឹងដូចថាគាត់ទៅនៅជាមួយមនុស្សស្រីផ្សេងដែលគាត់ដើរលេងគាត់ផឹកស៊ីហើយទៅនៅមួយគេហើយបន្ទាប់ពីនៅមួយគេហ្នឹងត្រឡប់មកផ្ទះវិញហើយត្រឡប់មកផ្ទះវិញហ្នឹងគាត់សបឹងខ្លាំងអញ្ចឹងគាត់ក៏រស់នៅជាមួយលីដាទៀតប៉ុន្តែបញ្ជាក់ថាគាត់រស់នៅមួយគ្នាកន្លងមកបងសម្បត្តិគាត់ការពារប៉ុន្តែអាលើកហ្នឹងបងសម្បត្តិគាត់ថាគាត់អត់បានដឹងខ្លួនទេនិយាយទៅគាត់រស់នៅជាមួយលីដាហ្នឹងគឺគាត់ស្មារតីគាត់បានការពារអញ្ចឹងពេលហ្នឹងគឺគាត់ចាប់អារម្មណ៍តែដំបងរហូតរំលងពីហ្នឹងបានប្រហែលជាមួយខែ2ខែក្រោយមកហ្នឹងស្រាប់តែលីដាហ្នឹងគ្នាគាត់ចាប់អារម្មណ៍ចាញ់លក្ខណៈគ្នាដូចថាវល់មុខគ្នាលក្ខណៈហៅក្អួតគ្នាឃ្លានមកជូរគ្នាអីចឹងណាហើយទឹកមុខគ្នាឡើងស្លេកស្លាំងកំពុងតែស្គមផងអីផងហើយដល់ពេលចាញ់កូនទៀតបងប្អូនសាកសម័យមើលថាតើគ្នាពិបាកប៉ុណ្ណាមែនទេហើយត្រូវតែធ្វើការធ្វើអីហើយបងសម្បត្តិគាត់ថាគាត់ទៅធ្វើការងារគាត់អត់មានហត់អីពិបាកទេនិយាយទៅការងារ office ហើយដល់ពេលចឹងទៅស្រាប់តែគាត់ឃើញសភាពលីដានឹងស្គមទៅបានបងសម្បត្តិហ្នឹងគាត់សួរលីដាតាមត្រង់សួរថាអូនឯងហ្នឹងមានតែរស់នៅជាមួយមនុស្សប្រុសណាអត់គាត់សួរអញ្ចឹងពីព្រោះគាត់ថាពេលហ្នឹងគាត់សង្ស័យថាលីដាហ្នឹងស្មាទោសណាថាគាត់កើតរោគព្រោះឃើញលីដាគាត់ស្គមស្គាំងស្អីស្លាំងតែលីដាគាត់អះអាងថាគាត់អត់បានទៅរស់នៅមួយណាគេទេហើយគាត់ក៏មិនបានចម្លងរោគចម្លងអីផងដែរហើយពេលហ្នឹងបងសម្បត្តិគាត់ក៏និយាយថាចុះហេតុអីបានចនឯងឥឡូវហ្នឹងស្គមខ្លាំងម៉េចបើអនឯងអត់មានរោគហេតុអីបានចនឯងអញ្ចឹងលីដាគាត់ថាគាត់អត់ដឹងទេហើយបងសម្បត្តិគាត់ថាពេលហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍មួម៉ៅជាមួយលីដាដោយសារតែគាត់ឃើញលីដាមិនស្អាតផងលីដាបាក់សម្រស់អត់ដូចមុនដូចថាមុនសាច់ឡើងកភើដូចថាសាច់ឲ្យគ្រឺមានសាច់គ្រឺតែឥឡូវអត់មានសាច់គ្រឺទេហើយដល់ពេលអញ្ចឹងទៅគាត់ក៏ចេះតែមានអារម្មណ៍ថានឿយណាយចេះតែនឹកសម័យស្រីខាងក្រៅអីចឹងណាលក្ខណៈថាឃើញគេទៅលុកអីចឹងដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថានឿយណាយលីដាហ្នឹងហើយក៏មិនចង់នៅជាមួយលីដាក៏ចង់តែទៅនៅជាមួយស្រីផ្សេងអញ្ចឹងណាអារម្មណ៍របស់គាត់ពេលហ្នឹងគឺអញ្ចឹងហើយគាត់ថាពេលហ្នឹងគឺគាត់វក់មែនដែរគាត់វក់នឹងរូបសម្រស់ដែលគាត់មានមនុស្សស្រីដែលគាត់ស្គាល់កន្លងមកដើរលេងគេចេះតែប្រើពាក្យសម្ដីផ្អែមមកហើយដល់ពេលទៅលីដាគាត់ពេលខ្លះគាត់ហត់គាត់អត់សូវបាននិយាយច្រើនជាមួយបងសម្បត្តិទេអញ្ចឹងធ្វើឲ្យគាត់នេះហឹងសក់អាក្រក់អញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅស្រាប់តែអាការៈលីដាដូចថាគាត់ចាញ់កូនខ្លាំងទៅបានលីដាហ្នឹងគាត់ប្រាប់ត្រង់ថាបងអូនសង្ស័យតែមានកូនសង្ស័យតែអីអញ្ចឹងណាដោយសារតែអូនមានអារម្មណ៍ថាក្អួតមានអារម្មណ៍ថាវល់មុខមានអីអញ្ចឹងទៅហើយគាត់ចង់ឲ្យបងសម្បត្តិហ្នឹងជូនគាត់ទៅពេទ្យប៉ុន្តែបងសម្បត្តិថាគាត់អត់មានពេលទេគាត់ឲ្យលីដាហ្នឹងទៅឯងទៅហើយលីដាគាត់ថាពេលហ្នឹងគឺគាត់សុកចិត្តទៅឯងដោយសារតែគាត់ថាឲ្យបងសម្បត្តិទៅធ្វើការចោះកុំឲ្យប៉ះពាល់គាត់ក៏ទៅពិនិត្យនៅថ្ងៃអាទិត្យប៉ុន្តែគាត់ថាពេលដែលទៅពិនិត្យហ្នឹងគឺគាត់មានផ្ទៃពោះហើយដល់ពេលមានផ្ទៃពោះអញ្ចឹងគាត់ក៏យកអាលទ្ធផលឲ្យគាត់ពិនិត្យទឹកនោមហ្នឹងយកមកឲ្យបងសម្បត្តិមើលប៉ុន្តែបងសម្បត្តិគាត់ថាពេលដែលគាត់ឃើញប្រដាប់ពិនិត្យទឹកនោមហ្នឹងគាត់មានអារម្មណ៍ថាអត់សប្បាយចិត្តគាត់មានអារម្មណ៍ថាដូចអត់ទទួលយកបានណាដូចថាគាត់អត់ចង់បានណាហើយពេលហ្នឹងគាត់ក៏និយាយទៅកាន់លីដាហ្នឹងថាគាត់ហ្នឹងមិនចង់បានកូនទេហើយក៏គាត់សង្ស័យថាកូនហ្នឹងមិនមែនជាកូនរបស់បងសម្បត្តិដែរនិយាយទៅបងសម្បត្តិគាត់សង្ស័យពីព្រោះគាត់ឃើញសភាពលីដាហ្នឹងគឺគាត់រឿងស្គមស្គាំងអាចគិតថាលីដាហ្នឹងទៅមានទំនាក់ទំនងជាមួយណាគេដូចថាទៅធ្វើការរោងចក្រហ្នឹងអាចនឹងពាក់ព័ន្ធជាមួយនឹងអ្នកណាគេអញ្ចឹងណាហើយរហូតទៅដល់ជួមានកូនអញ្ចឹងហើយដល់ពេលដែលគាត់គិតបែបហ្នឹងគាត់ព្យាយាមនិយាយទៅកាន់លីដាត្រង់បែបហ្នឹងហើយលីដាគាត់ក៏គិតតែប្រកែកណាគាត់ថាគាត់អត់មានទៅពាក់ព័ន្ធជាមួយនរណាគេទេគាត់ខំប្រឹងធ្វើការខំប្រឹងសំលុយដើម្បីរៀបការផ្សំបំណងពួកយើងទាំងពីរនាក់បំពេញមុខម៉ែពុកអូនអញ្ចឹងណាគាត់និយាយអញ្ចឹងតែបងសម្បត្តិគាត់គិតតែសង្ស័យហើយគាត់ក៏របៀបថាគាត់អត់ចង់រៀបការគាត់អត់ចង់អីគាត់ចង់រស់នៅបែបអញ្ចឹងសិនណាហើយចង់សុបាយអស់ចិត្តសិនអញ្ចឹងគាត់ក៏ព្យាយាមបដិសេធព្យាយាមឲ្យលីដាហ្នឹងយកកូនចាញ់ហើយលីដាគាត់របៀបថាគាត់រៀងសាក់ស្ទើគាត់មិនចង់យកកូនចាញ់គាត់អីអញ្ចឹងពេលហ្នឹងបងសម្បត្តិគាត់ក៏មិនខ្វល់ដែរគាត់ថាអ្នកឯងយកចាញ់ឬយកមិនយកចាញ់គាត់ដឹងទេពីព្រោះឥឡូវហ្នឹងគាត់អត់ទាន់រៀបការជាមួយលីដាទេហ
ហើយរហូតដល់ពេលដែលថ្ងៃមួយថ្ងៃហ្នឹងគឺមិត្តភ័ក្តិរបស់បងសម្បត្តិហ្នឹងគាត់ជាអ្នកដែលស្គាល់លីដាហ្នឹងហើយគាត់ក៏បបួលញ៉ាំអីជុំគ្នាហើយដល់ពេលញ៉ាំជុំគ្នាហ្នឹងគាត់ថាម្លងពេលដែលអង្គុយញ៉ាំហ្នឹងស្រាប់តែលីដាហ្នឹងគាត់ក្អួតអាការៈគាត់លក្ខណៈគាត់ចាញ់កូនហ្នឹងហើយអញ្ចឹងទៅក៏មិត្តភ័ក្តិរបស់បងសម្បត្តិហ្នឹងក៏សួរបងសម្បត្តិតែបងសម្បត្តិគាត់កុហកមិត្តភ័ក្តិរបស់គាត់ហ្នឹងថាមកពីលីដាគាត់អត់ស្រួលខ្លួនគាត់ធ្វើការគាត់ខ្យល់គាត់អីចឹងណាហើយដល់ពេលចឹងទៅស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏គាត់និយាយគាត់ថាមើលអាការៈហ្នឹងដូចសង្ស័យចាញ់កូនពីព្រោះមិត្តភ័ក្តិរបស់បងសម្បត្តិហ្នឹងគាត់ដឹងថាបងសម្បត្តិហ្នឹងក៏រស់នៅក្នុងបន្ទប់ជាមួយនឹងលីដាដែរហើយដល់ពេលចឹងទៅគាត់ក៏សង្ស័យហើយបងសម្បត្តិគាត់ព្យាយាមនិយាយកុហកមិត្តភ័ក្តិរបស់គាត់ហើយរហូតដល់ពេលដែលញ៉ាំអីហើយទៅបានរយៈពេលប្រហែលជា2ទៅ3ថ្ងៃស្រាប់តែមិត្តភ័ក្តិរបស់បងសម្បត្តិហ្នឹងគាត់ខលមកនិយាយមួយបងសម្បត្តិគាត់ថាហែងលើហែងមិនបានជាមិនទទួលខុសត្រូវគេហែងធ្វើឲ្យគ្នាមានកូនហើយហេតុអីបានជាហែងហ្នឹងមិនទទួលខុសត្រូវហែងព្យាយាមលាក់បាំងហែងព្យាយាមដូចថាកិច្ចវេះមិត្តភ័ក្តិបងសម្បត្តិជាមនុស្សប្រុសឯណាតែគាត់និយាយប្រាប់អញ្ចឹងហើយដល់ពេលអញ្ចឹងទៅបងសម្បត្តិគាត់ក៏ព្យាយាមនិយាយគាត់ថាគាត់អត់ចង់បានកូនទេគាត់អត់ចង់បានឥឡូវទេដូចថាចាំថ្ងៃក្រោយអញ្ចឹងណាព្រោះឥឡូវហ្នឹងគាត់នៅមិនទាន់មានលុយមិនទាន់មានកាក់អញ្ចឹងទៅប៉ុន្តែមិត្តភ័ក្តិបងសម្បត្តិគាត់និយាយថាហែងមិនទាន់ចង់បានកូនហេតុអីបានជាហែងមិនការពារហើយឥឡូវវាជ្រុលតែមានហើយហែងគួរតែដោះស្រាយនិយាយជាមួយគ្នាអញ្ចឹងទៅហើយកុំព្យាយាមនិយាយចោទប្រកាន់គ្នាថាគ្នានឹងទៅមានកូនមួយណាគេទៅពាក់ព័ន្ធមួយណាគេហើយកុំធ្វើអញ្ចឹងណានិយាយទៅមិត្តភ័ក្តិបងសម្បត្តិគាត់និយាយប្រាប់បងសម្បត្តិអញ្ចឹងតែបងសម្បត្តិគាត់ថាពេលហ្នឹងគាត់ខឹងមិត្តភ័ក្តិរបស់គាត់ទៀតដោយសារតែគាត់ថាពេលហ្នឹងគាត់អត់ចង់បានទេហើយណាមួយគាត់ក៏មិនច្បាស់ 100% ថាគាត់ហ្នឹងជាអ្នកដែលធ្វើឲ្យលីដាមានកូនដែរពីព្រោះពេលហ្នឹងគាត់ថាគាត់រស់នៅតែម្ដងទេអាកន្លងមកគាត់រស់នៅច្រើនដងហើយតែក៏មិនដែលមានណាហើយតែម្ដងក្រោយហ្នឹងហេតុអីបានជាមានគាត់ឆ្ងល់អញ្ចឹងគាត់ក៏មិនច្បាស់ណាហើយគាត់អាចនឹងសង្ស័យថាលីដាទៅរស់នៅមួយអ្នកផ្សេងអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅក៏មិត្តភ័ក្តិរបស់បងសម្បត្តិហ្នឹងគាត់រៀងខឹងបងសម្បត្តិណាគាត់ថាបើឯងធ្វើអញ្ចឹងទៀតកុំរាប់រកអញពួកអញជាអ្នកដែលស្គាល់លីដាមុនហែងហើយអញជាអ្នកណែនាំលីដាឲ្យហែងស្គាល់ហើយដល់ពេលហ្នឹងទៅបងសម្បត្តិគាត់ក៏ដេកគិតណាគាត់គិតពិចារណាចុះឡើងទៅបានគាត់ហ្នឹងសុំទោសមិត្តភ័ក្តិរបស់គាត់វិញដោយសារតែគាត់អាចនឹងគិតថាគ្រប់យ៉ាងវាអាចនឹងមកពីគាត់នឹងឯងដែលលីដាមានកូនណាអញ្ចឹងគាត់ក៏ព្រមទៅគាត់ព្រមទទួលយកអាការពិតហ្នឹងហើយគាត់ក៏មកនិយាយសន្យាជាមួយលីដាថាគាត់នឹងមិនឲ្យលីដានឹងយកកូនចេញទេហើយគាត់នឹងខំប្រឹងសំលុយបានមកល្មមទៅហើយគាត់នឹងចូលស្ដីដណ្ដឹងរៀបការជាមួយនឹងលីដាអញ្ចឹងណាហើយពេលហ្នឹងលីដាគាត់ក៏ញឹមសប្បាយចិត្តខ្លាំងមែនទែនហើយក៏មិនចង់យកកូននឹងចេញណាគាត់ថាប្រហែលជាខ្ទង់ 2-3 ខែទៀតពេលហ្នឹងគាត់នឹងត្រូវថាមិនទាន់រៀបការក៏ដោយឲ្យតែបានជាប់ពាក្យឲ្យចាស់ដឹងលឺហើយពេលហ្នឹងក៏និយាយគ្នាហើយអញ្ចឹងហើយគាត់ថាបន្ទាប់ពីនិយាយគ្នាហើយទៅលីដាគាត់សប្បាយចិត្តណាគាត់ញឹមហើយគាត់យកដៃគាត់ហ្នឹងទាំងឯកូនហើយពេលដែលគាត់គេងមួយគ្នាលើក្រែហ្នឹងក្នុងបន្ទប់ជួលហ្នឹងគាត់តែងតែយកដៃដូចថាគាត់ចាប់ដៃបងសម្បត្តិហ្នឹងយកមកឲ្យងែពោះរបស់លីដាអញ្ចឹងមានន័យថាគាត់យកដៃឪពុកហ្នឹងមកងែប៉ាគេអញ្ចឹងណានៅងែកូនគេសំទោសអញ្ចឹងមានន័យថាអារូបភាពហ្នឹងគឺលីដាគាត់ស្រឡាញ់កូនហ្នឹងគាត់ចង់បានកូនហ្នឹងហើយគាត់ចង់ឲ្យបងសម្បត្តិហ្នឹងដូចថាឃើញកូនខ្លួនឯងឃើញអីចឹងវាតែមនុស្សដែលគាត់ចង់មានកូនហើយដល់ពេលអញ្ចឹងទៅបងសម្បត្តិគាត់ក៏មិនសូវជាសប្បាយចិត្តប្រហែលណាតែគាត់ធ្វើតម្រូវចិត្តតាមប្រពន្ធឲ្យប្រពន្ធនឹងស្ងប់ចិត្តអញ្ចឹងទៅហើយគាត់ថាពេលដែលគាត់ទៅធ្វើការហ្នឹងគាត់ចេះតែគិតណាថាហេតុអីបានជាឥឡូវហ្នឹងគាត់ត្រូវមានកូនពីព្រោះឥឡូវហ្នឹងគាត់ត្រូវដើរលេងសិនគាត់ត្រូវតាក់ទងម្នាក់ស្រីថាគាត់ដើរលេងមួយគ្នាគាត់ត្រូវដើរទៅស្មាត់ទុកគាត់ថាទៅភ្លុកនេះភ្លុកនោះអញ្ចឹងណាគាត់អត់ទាន់សប្បាយអស់ចិត្តទេគាត់អត់ចង់មានកូនទេហើយគាត់ក៏មិនទាន់ចង់រៀបការដែរហើយគាត់ចេះអង្គុយគាត់ចឹងហើយដល់ពេលហើយស្រាប់តែមិត្តភ័ក្តិរបស់គាត់ដែលបបួគាត់ដើរលេងមិត្តភ័ក្តិដែលធ្វើការមួយគាត់ណាក៏គេនិយាយថាហើយកុំខ្វល់ឯងឲ្យគាត់យកកូនចេញទៅបើគាត់មិនយកចេញទេហើយអត់ទាន់រៀបការមួយគាត់ទេមិនឲ្យបាយពីគាត់ទៅអាហ្នឹងមិត្តភ័ក្តិរបស់បងសម្បត្តិនៅកន្លែងការងារហ្នឹងណាគេប្រាប់អញ្ចឹងហើយបងសម្បត្តិគាត់ថាពេលហ្នឹងគាត់ក៏ជឿតាមមិត្តភ័ក្តិរបស់គាត់ណាហើយគាត់ក៏ព្យាយាមដើរលេងគាត់ដើរលេងដល់យប់ហ្នឹងទៅហើយលីដាហ្នឹងក៏ខលមកកាន់គាត់ណាប៉ុន្តែគាត់ក៏នៅតែអត់ដូចថាលើកពេលខ្លះគាត់បិទពេលខ្លះគាត់ប្រាប់ថាគាត់រវល់ការងារថែមមកអីចឹងទៅហើយរហូតដល់ពេលដែលមិត្តភ័ក្តិរបស់គាត់ដែលបបួគាត់ដើរលេងហ្នឹងប្រាប់គាត់ថាមិនឲ្យលីដាហ្នឹងយកកូនចេញឲ្យបាន
ហើយបើមិនយកកូនចាញ់ទេថ្ងៃក្រោយទៅនឹងពិបាកដោយសារទុកកូននឹងធំទៅពិបាកយកចាញ់អត់ខាតអញ្ចឹងធ្វើមិនក៏ដោយឲ្យលីដាហ្នឹងដូចថាឲ្យប្រពន្ធហើយហ្នឹងយកកូននឹងចាញ់ទៅហើយគេប្រចេះមកអញ្ចឹងហើយពេលដែលបងសម្បត្តិគាត់លឺអញ្ចឹងគាត់ក៏ត្រឡប់មកផ្ទះវិញណាគាត់ក៏និយាយស្ដីឲ្យលីដាហ្នឹងថាបើយើងមិនយកកូនចាញ់ទេពេលដែលយើងដូចថាតិចទៀតទៅកូនយើងនឹងធំទៅពិបាករៀបការពិបាកអីចឹងណាអញ្ចឹងឲ្យលីដាហ្នឹងយកកូនចាញ់ប៉ុន្តែដូចខ្ញុំនិយាយពីកន្លែងមុនអញ្ចឹងលីដាមើលទៅលើសកម្មភាពគាត់ស្រឡាញ់កូនណាគាត់អត់ចង់យកកូននឹងចាញ់ទេគាត់ចង់បានកូនហ្នឹងណាបងប្អូនគឺលក្ខណៈអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅបងសម្បត្តិគាត់អត់គិតអញ្ចឹងទេដូចថាគាត់អត់ចង់បានកូនណាហើយគាត់ក៏ព្យាយាមនិយាយទៅមិនឲ្យលីដាយកកូនចាញ់តែលីដាគឺដូចមុនអញ្ចឹងគាត់អត់យកកូនចាញ់ទេគាត់ថាកូនហ្នឹងគឺគាត់ស្រឡាញ់គាត់ចង់បានកូនហ្នឹងគាត់ចង់អីអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅបានបងសម្បត្តិគាត់ខឹងគាត់មួម៉ៅគាត់ក៏ជិះម៉ូតូចាញ់ពីផ្ទះហ្នឹងគាត់ចាញ់រយៈពេលប្រហែលជា2ថ្ងៃគាត់ទៅគេងជាមួយមនុស្សស្រីម្នាក់ហ្នឹងគាត់ទៅនិយាយប្រាប់មនុស្សស្រីម្នាក់ហ្នឹងថាគាត់រាល់ថ្ងៃហ្នឹងមានសង្សារប៉ុន្តែសង្សារគាត់នឹងអត់យល់ចិត្តហើយម្នាក់ស្រីហ្នឹងគាត់លួងលោមដូចថាគាត់ឃើញបងសម្បត្តិបើកលុយបើកអីមានអញ្ចឹងគាត់ក៏លួងលោមចាយលុយបងសម្បត្តិហ្នឹងហើយទៅរស់នៅជាមួយបងសម្បត្តិពី3ថ្ងៃជាប់គ្នាអញ្ចឹងទៅហើយកំឡុងពេលហ្នឹងគាត់បិទទូរស័ព្ទអត់អីប៉ុន្តែគាត់ថាពេលដែលគាត់ទៅរស់នៅ2ថ្ងៃស្រាប់តែគាត់ត្រឡប់មកវិញដូចថាគាត់ត្រឡប់មកបន្ទប់ជួលវិញណាពេលហ្នឹងគាត់អត់ឃើញលីដាទេហើយគាត់ថាពេលហ្នឹងគាត់ចាប់ផ្ដើមឆ្ងល់ថាលីដាទៅណាសង្ស័យតែលីដាហ្នឹងទៅដេកជាមួយប្រុសដូចថាកំឡុងពេលដែលគាត់អត់នៅលីដាអាចនឹងឆ្លៀតទៅនៅមួយណាគេនិយាយទៅផ្នែកកំណត់របស់គាត់ពេលហ្នឹងគឺគាត់គិតអីទៅលើលីដាហ្នឹងគឺក្នុងភាពអវិជ្ជមានណាហើយពេលហ្នឹងគាត់ខឹងមែនដែរគាត់ព្យាយាមខទៅលីដាហើយដល់ពេលដែលគាត់ខទៅលីដាបានលីដាហ្នឹងគាត់លើកហើយលីដាលើកគាត់ក៏ប្រាប់ថាឥឡូវហ្នឹងគាត់កំពុងតែនៅមន្ទីរពេទ្យហើយដល់ពេលអញ្ចឹងទៅបានបងសម្ងាត់គាត់ថាទៅយកកូនចាញ់មែនហើយលីដាគាត់ថាគាត់អត់យកកូននឹងចាញ់ទេគាត់ដាច់ខាតពីព្រោះគាត់ស្រឡាញ់កូនហ្នឹងគាត់ចង់មើលថែកូនហ្នឹងគាត់ចង់ឃើញមុខកូនហ្នឹងនិយាយទៅគាត់ថាគាត់ចង់បានកូនអញ្ចឹងបងសម្បត្តិគាត់ថាហេតុអីបានជាមិនទៅយកចាញ់ទៅទុកទៅអីយកចាញ់ទៅចាំថ្ងៃក្រោយលើកក្រោយចាំយើងមានលុយចាំយើងរៀបការគ្នាចាំយកកូនចាញ់ណាហើយចាំយកកូនអញ្ចឹងណាគឺគាត់និយាយចឹងតែលីដាគាត់និយាយមួយម៉ាត់ថាបើបងមិនស្រឡាញ់កូននឹងទេបងមិនបាច់ទទួលខុសត្រូវទេទុកឲ្យអូនអ្នកទទួលខុសត្រូវក៏បានដែរហើយដល់ពេលអញ្ចឹងទៅស្រាប់តែបងសម្បត្តិគាត់កំពុងតែដូចថាមិនចង់រស់នៅជាមួយលីដាអញ្ចឹងគាត់ក៏បានលេះហ្មងគាត់ថាអញ្ចឹងបែកគ្នាទៅហើយដល់ពេលអញ្ចឹងទៅក៏គាត់បិទទូរស័ព្ទពឹបហើយបងសម្បត្តិគាត់ថាពេលហ្នឹងបានដៃគាត់ណាដូចថាអំឡុងពេលដែលគាត់កំពុងតែចង់បែកពីលីដាផងហើយដល់ពេលដែលគាត់បែកពីលីដាទៅគាត់ក៏ទៅតាមមិត្តភក្តិរបស់គាត់ដែលធ្វើការមួយគ្នាដែលនាំគាត់ទៅដើរលេងមានស្រីមានអីហ្នឹងគាត់ក៏ទៅអញ្ចឹងទៅផឹកស៊ីទៅអីដើរលេងអញ្ចឹងទៅគាត់សប្បាយចិត្តណាហើយពេលហ្នឹងគាត់ក៏អត់បានទៅចូលផ្ទះគាត់ដែររបៀបថាគាត់ទៅដើរដេកតាមផ្ទះសំណាក់ដើរដេកអីទៅពេទ្យទៅពីអញ្ចឹងទៅតាមផ្លូវតាមអីហើយមានសង្សាររបស់គាត់ម្នាក់ស្រីណានោះទៅនៅជាមួយគ្នាជាមួយគាត់អញ្ចឹងណាគាត់គិតថាអញ្ចឹងទៅហើយគាត់សប្បាយអត់ដៃហើយដល់ពេលអញ្ចឹងទៅស្រាប់តែគាត់អត់ខ្វល់ពីលីដាហើយលីដាក៏អត់ឃើញខទៅកាន់គាត់ដែរហើយគាត់ថាពេលដែលគាត់ដើរលេងហ្នឹងប្រហែលជា2-3ថ្ងៃគាត់ក៏ស្ងាត់លីដាអត់ឃើញខមកគាត់ក៏នៅបន្តទៀតដូចថាគាត់ទៅដេកជាមួយមនុស្សស្រីផ្សេងៗអញ្ចឹងស្មាតោណាបងប្អូនអានេះវាជារឿងពិតរបស់គាត់ហើយគាត់និយាយចែកម្លែកឲ្យត្រង់ហ្មងអញ្ចឹងគាត់ថាពេលហ្នឹងគាត់អត់ខ្វល់គាត់ភ្លេចលីដាបាត់ហើយគាត់គិតថាចាប់ហើយរឿងគាត់ហើយលីដាគឺលែងមានអីតាក់ទងគ្នាអញ្ចឹងណាគឺគាត់គិតអញ្ចឹងហើយដល់ពេលអញ្ចឹងទៅស្រាប់តែគាត់ថារំលងពីនឹងប្រហែលជា3 ទៅ 4ថ្ងៃក្រោយមកទៀតណាស្រាប់តែគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថានឹកលីដាហើយមូលហេតុតែគាត់នឹកលីដាដោយសារតែគាត់អស់លុយពីព្រោះដូចខ្ញុំនិយាយពីដំបូងអញ្ចឹងបងប្អូនបងសម្បត្តិពេលដែលគាត់មានលុយគាត់អត់ខ្វល់ពីលីដាទេប៉ុន្តែពេលដែលគាត់អស់លុយពឹបគាត់ចាប់ផ្ដើមនឹកឃើញលីដាអញ្ចឹងគាត់ក៏ចាប់ផ្ដើមទាញទូរស័ព្ទហ្នឹងតាក់ទងទៅកាន់លីដាប៉ុន្តែខ្ញុំសូមបញ្ជាក់អំឡុងពេលដែលបងសម្បត្តិគាត់ដើរលេងគាត់ទៅនៅជាមួយមនុស្សស្រីអីហ្នឹងគឺគាត់បិទទាំងអស់លេខ Facebook គាត់បិទទូរស័ព្ទចោលហ្មងនិយាយទៅគាត់អត់ឲ្យអ្នកណាគេតាក់ទងគាត់បានទេសូម្បីតែបងប្អូនគាត់ក៏គាត់បិទដែរដូចថាគាត់អត់ចង់ឲ្យណាគេមកញ៉ៃមួយគាត់ណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ដើរលេងតែនៅពេលដែលគាត់នឹកឃើញលីដាគាត់ក៏ខដូចថាបើកទូរស័ព្ទវិញណាខទៅកាន់លីដាប៉ុន្តែគាត់ថាពេលដែលគាត់ខទៅកាន់លីដាហ្នឹងស្រាប់តែមានមនុស្សស្រីម្នាក់លើកប៉ុន្តែមនុស្សស្រីម្នាក់ហ្នឹងសំឡេងយ៉ាងធំមិនមែនសំឡេងយ៉ាងទូចដូចលីដាទេពីព្រោះលីដាសំឡេងគាត់យ៉ាងទូចយ៉ាងខ្ចីណាហើយដល់ពេលអញ្ចឹងទៅស្រាប់តែឮសំឡេងមនុស្សស្រីម្នាក់ហ្នឹងកំពុងតែនៅក្នុងកម្មវិធីមួយកម្មវិធីហ្នឹងបងប្អូនដឹងកម្មវិធីអី
cứ quát tha lư sầm lấy micro của bông ta smooth á hay nó bên nó xẹp tay bông sầm mắt quát sầm an tay đôi tha chần lòng lê rồi đôi cổ sầm an tay bông sập ấy xem nhá hay đầu bên các bạn bông sầm mắt cắt xua tha lấy nâng lấy bỏ nà kê bông anh nà kê hỏi bán bông sấy mình ăn còn giấy thá quạt nữa à chị bông sấy rồi bỏ lý đà hỏi bông sấy mình ăn nữa à còn giấy mà can bông sầm mắt nữa à quạt tham mạch cho mau ôi sập ôn sấy quạt nữa á ngư mau bầm ra tiền men ngư mau luôn tiền men ngư một năm slow tiền men bị phụ ẩm long pay đại quạt nơi cho mùi lý đá tay tập bầm ra quạt cướp bẹp vàng mình tha chui chỉ lối cạ mình tha đâm tật đôi ta bao cả ao đâm bay không phải tập chua nữa lý đá thua ỏi bông sầm bạch thằng gì luôn bông sầm bạch cọ thử ấy đấy nè cứ quạt cái đặt thua cá mà quên hộp bay mọi dân từ chẳng pe nữa bông sấy để bông lý đá nó quạt giấy bẹp khăng á quạt tha lấy nữa mấy trong mà oi sập ôn sấy quạt nữa ngớp tới đâm slow ngớp tới bầm ra lúc ai điện men hả còn giấy sầm lót lăng chứ á ấy bông sầm mắt quạt điện nhẹ vào đấy nè quạt tha chờ lòng mình nữa ấy đọc pin tới bàn bông sấy vào quạt nó giấy tha khuyên chờ lòng đi bông sấy nhóm á bông sấy nhóm mua lị đa hay lục ai nữa không biên chất cho mà nữa thế lục ai chịu đê ra chan quạt giấy chẳng á hỏi đầu tiên tới bông sầm mắt quạt điện nhẹ vào đó quạt tham mình men cho ca phát thế lị đá quạt tâm tập bayประมาณ ngày đừng thế hai đấy ban chỉ đá thở sập hai lị đá sập sai kê ai đầu tiên tới ban bông sấy mình nè nó quạt bật tù sập hay đầu tiên bật tù sập tới bàn bông sầm mắt nó quạt trong chứa để ta quạt cái ta phải chỉ cho lòng mình nữa chẳng quạt có chi mà tàu bạc quạt nữa sầm đặt cái từ can bật tục chúa rồi bỏ lị đá còn thái pi để quạt chi từ đó một plei bật tục chúa nữa xếp tại cục kia để nơi cái bài khang bật tục lị đá nữa cái nón kia cho hỏi sầm lăng mà mưa bông sầm mắt nữa đôi ta cái mưa bài là ngã tật mục chùm lai đôi có mưa tư là ngã quạt nè khla bài khăng nè khla bài mưa tới đôi tật mục cái sai phần đây chùm lai á hay đầu tiên chúng ta bông sầm mắt quạt có cái lấy từ mưa bật tục chúa bạc quạt hay đầu tiên là quạt mưa bật tục chúa bạc quạt quạt thay bật tục chúa bạc quạt đó á cứ chả sao càng cái hay ăn bên mà nữ tê hay đầu tiên chúng ta quạt có đặt chân là xu nè để cái bài nữa á mà nè cái bài nữa không biết là nào mà nè cái này giấy đây hổ bông sầm mắt thì cái khăn bông sầm mắt á cái ăn mót thì mà nè cứ nó kia bài một chân cái đá chân hay bông sầm mắt có tháp ấy nữa quạt có đá tới tục bạc quạt á quạt có mưa sao ấy tôi có tha không biết mà nữ tê hay xẹp tèm long pe là quạt do sao thì chả nữa mà chả phải tục chua nữa quạt có mòn giấy có tha nè anh trên nà kê hai đây ban giờ anh mà chả sao phải tục nhom hay đặc biệt nó bông sầm mắt tháng nhóm chua nên đằng ta nhóm chua nơi cho mùi bột pôn nhom hay đặc biệt nhắn ra theo cái súa này cái ta vào pôn bông ấy nâng nà kê pôn nhóm mùi lị đá còn vậy chứ đặc biệt tới mà chả theo nó có tha tranh về tẹt quạt thôi cầm áo chẳng rai tẹt quạt còn vậy chứ á mà chả theo nó còn vậy đây áo bông sầm mắt nữa tha tranh về tẹt quạt thôi cùng một trong tẹt quạt cùng nhóm chẳng rai tẹt quạt tiết còn vậy chứ á hồi đầu pê cho thấy một ổn bông sầm bắn quạt còm tăng thương mấy nhá quạt cò suy diêm vậy thà lỡ có xong mà giờ bán quạt hồi đầu pê cho thấy một chặt tiền có thà lỡ tranh bị là bóng thay quạt hai cái ai nữa chầm quạt rưa cái ai nữa rưa tranh máu khéo là bóng hồi bông sầm bắn giờ từ hồi đầu pê cho tới sập thề bông sầm bắn quạt đi theo hiện không quạt hiện mua mai iPhone chứ nè quạt cò ngon quạt cò suy diêm xuống đó nè thà bộ pôn nhom cát ấy bộ pôn nhom tân na hồi đầu pê cho tới một chặt tiền có quạt vậy thà nè ai nhá xong cam kia mình đuôi thế này anh xong cái hai thằng một nó cam kia mình đuôi thế này anh đây quân tư mình cho tia sấy mà con con giấy bạc là ngã khóc á hay bông sầm mặt có tháp bên nữa con ở đang thầm mạnh má thế nè bị bố con ở trong chưa tê thang lị đá con slap hai con đang thang lị đá slap để sao ấy đài ở đầu pê dân tới bàn bông sầm mặt con có chi mà tâu trên mà cào với nhá pê nên con ở vô cái con đây đi bị bố con cái bông để cho bò chặt á chẳng pê để con trên mà cào nữa con có chúa pu mà nè đại pu mình nè nó còn nơi plei thông á đôi ta plei đài dương trên đây chỗ thông à hay pu mình nè nó còn gì nè đại lụa mòn đọt mòn ấy á hay pe nó pu nè nó còn vậy có thà và ai nó nơi tục mi ôn môi đại con tâm là slap nâng mền hay bàn mong sớm mắt có thà mi ôn na hay đầu pe tới bàn pu mình nè nó còn vậy vì phân phí á đôi ta mi ôn môi có điện scom sấy slang có thực hào hùng chạm đi hùng chạm nô chứ nè hay đầu pe bông sầm bát quạt lưng trắng bông sầm bát quạt có đang ngày đang tha chia và pôn và quạt lý đà này ở đầu pe tới bán quạt su pu mà nè nó tha và pôn nhóm cắt ấy pu ở đầu pe tới bán pu nó quạt dày tại bông sầm bát này
គាត់ថាលោកឯងធ្វើប្តីគេលោកឯងអត់មានដឹងតែប្រពន្ធលោកឯងស្លាប់ប៉ុណ្ណឹងលោកឯងអត់ដឹងតែប្រពន្ធលោកឯងស្លាប់ដោយសារអីប៉ុណ្ណឹងហើយលោកឯងមកសួរខ្ញុំពូម្នាក់ហ្នឹងគាត់និយាយបែបខឹងអញ្ចឹងណានិយាយទៅបងសម្បត្តិគាត់ថាគាត់អត់ដឹងហេតុផលអីថាប្រពន្ធគាត់ស្លាប់ដោយសារអីហើយសួរម្នាក់គឺនាំគ្នាខឹងគាត់គ្រប់គ្នាអត់ដឹងថាម៉េចទេហើយដល់ពេលអញ្ចឹងទៅបានគាត់ហ្នឹងជិះម៉ូតូចេញទាំងឆ្ងល់ទាំងអត់ដឹងទាំងមួម៉ៅទាំងកុហកកាហាយមុខគាត់ឡើងកុហកមិនដឹងថាគាត់ដូចថាគាត់មិនដឹងទៅសួរនរណាគេអត់ដឹងទេហើយដល់ពេលអញ្ចឹងទៅគាត់ក៏នឹកឃើញមិត្តភក្តិរបស់គាត់ម្នាក់មិត្តភក្តិដែលនាំឲ្យស្គាល់លីដាគាត់ក៏តាក់ទងទៅកាន់មិត្តភក្តិរបស់គាត់នៅពេលដែលគាត់តាក់ទងទៅកាន់មិត្តភក្តិរបស់គាត់ហ្នឹងបានមិត្តភក្តិរបស់គាត់ហ្នឹងលើកទូរស័ព្ទហើយនិយាយថាឯងមិនសមជាមិត្តភក្តិរបស់អញទេឯងមិនសមជាមនុស្សប្រុសទេឯងក៏មិនសមជាមនុស្សដែរមិត្តភក្តិរបស់គាត់ហ្នឹងនិយាយចឹងប៉ុន្តែអំឡុងពេលហ្នឹងមិត្តភក្តិរបស់គាត់គឺនៅបនសពលីដាដែលនៅខេត្តហ្នឹងហើយអំឡុងពេលដែលមិត្តភក្តិរបស់គាត់និយាយហ្នឹងគឺនៅលឺមីក្រូលឺអីចឹងណាហើយដល់ពេលហ្នឹងទៅបានបងសម្បត្តិគាត់ជឿហើយគាត់ជឿពីព្រោះមិត្តភក្តិរបស់គាត់និយាយគឺជាការពិតហើយកំពុងតែនៅហ្នឹងហើយបងសម្បត្តិគាត់ក៏ទៀមទាទៅបនសពលីដាប៉ុន្តែមិត្តភក្តិរបស់បងសម្បត្តិគាត់ថាកុំមកបើឯងមកឯងប្រកាសជាលែងមានជីវិតរស់ហើយបងសម្បត្តិគាត់ឮពីមិត្តភក្តិរបស់គាត់និយាយចឹងថាបើសិនជាឯងហ៊ានតែមកឯងនឹងរត់អត់រួចទេឯងនឹងលែងមានជីវិតហើយអញ្ចឹងមានន័យថាគ្រួសាររបស់លីដាហ្នឹងគាត់ខឹងបងសម្បត្តិខ្លាំងអញ្ចឹងហ៊ានថាបងសម្បត្តិទៅគឺបងសម្បត្តិនឹងត្រូវអ្វីដែលគ្រួសារគេពមៀនគេហៅថាគេមិនទុកឲ្យគាត់រស់អញ្ចឹងណាហើយដល់ពេលទៅបានបងសម្បត្តិគាត់ពិបាកចិត្តគាត់អត់ដឹងទៅណាទៅណីគាត់តែតអារម្មណ៍គាត់គឺពមីមើលពេញហ្នឹងអញ្ចឹងណាហើយគាត់ក៏ចាប់ផ្ដើមគិតឡើងវិញគាត់ថាប្រពន្ធរបស់គាត់ស្លាប់មែនទេគាត់គិតអញ្ចឹងលក្ខណៈមនុស្សគាត់ចង់បែកកម្មដ្ឋានណាដូចថាគាត់មិនចង់ជឿទៅលើរឿងរ៉ាវដែលកើតឡើងភ្លាមពេកហើយដល់ពេលអញ្ចឹងទៅបានគាត់ហ្នឹងព្យាយាមទៅអង្គុយនៅកន្លែងក្រាសាំងអង្គុយម៉ាតអញ្ចឹងទៅហើយស្រាប់ទៅដល់ពេលដែលគាត់អង្គុយទៅដល់ម៉ោងដែលមានបុគ្គលិកដែលគេធ្វើការពេលយប់ពេលហ្នឹងប្រហែលជាម៉ោង7អីហ្នឹងគេចាញ់ឲ្យម៉ោង7 8ហើយបុគ្គលិកពេលយប់ហ្នឹងគេធ្វើការនៅក្នុងរោងចក្រជាមួយនឹងលីដាហ្នឹងហើយពេលហ្នឹងក៏ស្រាប់តែគេដើរកាត់ផ្លូវហ្នឹងហើយពេលហ្នឹងបងសម្បត្តិគាត់ក៏នឹកឃើញគាត់ថាមានតែសួរអ្នកធ្វើការជាមួយនឹងមើលខេឡូគេដឹងខេអីចឹងណាហើយបងសម្បត្តិគាត់ថាពេលហ្នឹងគាត់ក៏សួរទៅប៉ុន្តែពេលដែលគាត់សួរទៅហ្នឹងបងប្អូននឹងមិនហ៎អ្នកដែលធ្វើការជាមួយនឹងលីដាហ្នឹងគាត់និយាយថាលីដាហ្នឹងគាត់ធ្វើការសុកគាត់ក៏ដួលស្លាប់ហើយគាត់ស្លាប់ហើយក៏បញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែពេលដែលបញ្ជូនទៅមន្ទីរពេទ្យហ្នឹងគឺអត់ទាន់ដល់មន្ទីរពេទ្យទេលីដាហ្នឹងគាត់ក៏ដាច់ខ្យល់ស្លាប់និយាយទៅគាត់ដាច់ខ្យល់ស្លាប់នៅលើឡានពេទ្យហើយដល់ពេលហ្នឹងស្រាប់តែបងសម្បត្តិគាត់លក្ខណៈគាត់ដឹងការពិតគាត់ថាហេតុអីបានជាលីដាគាត់ដល់ថ្នាក់ធ្ងន់ធ្ងរអញ្ចឹងហើយស្រាប់តែដល់ពេលហ្នឹងគឺអ្នកដែលគាត់ប្រាប់ហ្នឹងគាត់និយាយថាមើលទៅលើអាការៈលីដាគាត់ដូចជាខ្យល់កោដូចថាគាត់លហិតលហៃគាត់អស់កម្លាំងគាត់ស្គមស្គាំងពីព្រោះដូចខ្ញុំនិយាយអញ្ចឹងពីមុនមកគឺលីដាគាត់និយាយថាគាត់ចាប់ដើមសក់សាច់ហើយដល់ពេលអញ្ចឹងទៅក៏អាចថាគ្នាហូបចុកអត់គ្រប់គ្រាន់គ្នាខ្វះខាតវីតាមីនខ្វះអីហើយគ្នាមានកូនមានអីចាញ់កូនចាញ់អីហើយប្រឹងតែធ្វើការប្រឹងអីអត់ឈប់ហើយដល់ពេលអញ្ចឹងទៅបានគាត់ស្លាប់ហើយដល់ពេលដែលគាត់ស្លាប់ទៅបានខាងមន្ទីរពេទ្យហ្នឹងក៏ស៊ើបសួរថាគាត់នៅម្ដុំណាអញ្ចឹងណាហើយក៏ផ្អើព័ត៌មានហ្នឹងទៅដល់ម្ចាស់ផ្ទះជួលដែលគេដឹងគេអីចឹងណាហើយអ្នកដែលនៅក្បែរហ្នឹងក៏គេដឹងពីដំណឹងហ្នឹងទៅក៏គេភ្ញាក់ផ្អើលក៏គេមានអារម្មណ៍ថាដូចថាมันអាចទទួលយកបានណាហើយក៏គេខឹងដូចថាខឹងបងសម្បត្តិដោយសារតែលីដាគាត់រស់នៅនឹងយូរហើយក៏មានអ្នកស្គាល់គាត់ច្រើនណាដូចថាប្រវត្តិពីមុនមកគឺលីដាហ្នឹងគាត់ជាក្មេងស្រីម្នាក់ដែលស្អាតមានសាច់ដូចថាតលុកតលុនដែលយើងអាចថាមានសាច់ដែលគួរឲ្យស្រឡាញ់ណាហើយគ្នាមានសាច់ស្រស់ស្រាយអីចឹងទៅប៉ុន្តែចាប់ពីគាត់ស្គាល់ជាមួយនឹងបងសម្បត្តិទៅគឺលីដាគាត់ចាប់ផ្ដើមប្រែប្រួលចាប់ផ្ដើមស្គមស្គាំងចាប់ផ្ដើមរីងរៃហើយអ្នកដែលនៅក្បែរខាងហ្នឹងគេចាប់ផ្ដើមអាណិតលីដាគ្រប់គ្នាដោយសារតែតាំងពីលីដាគាត់ស្គាល់ជាមួយនឹងបងសម្បត្តិមកគឺលីដាមិនដែលបានហូបចុកអីគ្រប់គ្រាន់ដូចពីមុនទេដូចថាកាអាវអីមិនសូវជាបានទិញថ្មីម្ហូបអីមិនសូវជាហ៊ានចាយវាអីពេលណាឬក៏ហូបចុកអីឆ្ងាញ់ណាគឺព្យាយាមរក្សាទុកលុយដូចថាទៅធ្វើការរោងចក្រហ្នឹងអត់ហ៊ានចាយអីពេលណាទេដូចថាអន្សំលុយទុកហើយដល់ពេលអ្នកចិត្តខាងគេចេះសង្កេតគេចេះអីចឹងពីព្រោះគេស្គាល់លីដាអញ្ចឹងគេចាប់ផ្ដើមដឹងហើយថាគ្រប់យ៉ាងមកពីបងសម្បត្តិហ្នឹងធ្វើបាបលីដា
ao lì đa nó khné bờ bát scom đi đây bị bố quạt chỉ mà được pro bông ôn hay quạt thua bát lì đa là nạn nâng hay bông ôn xa cận mờ ta nè chật khang na kia mình khăng mày nè bị bố bị môn mà nước nâng mình chẳng thế còn ta tăng bị ban đu nơi cho mỗi bông sập bạn máu cứ khné chập đám thật lẹ luôn chẳng ạ hay là hô từ đó khné chứ khné sờ lấp ấy nữa mình đăng từ đó bắt đây nữa na thiệt từ đó bông sập bạn nơi na thiệt bên nữa tẹt tôn từ bông sập bạn nữa cứ ọt trâu thì vì bố bên nước bông sập bạn còn đa liênกับบันตูสาบhay đầu bên trong thác bàn nè chút khang rồi cho bạn khăng á cứ khăng mua máu á chẳng hai ban chỉ bông sập bạn quạt từ bật tục chùa đó nè cái đại nó các bài nó kê nom khné mưa một sum bông sập bạn hói kê chập đám nè cái nạn tham mình dạy dỗ bông sập bạn hay bông sập bạn bật to bị quạt đằng bị mù hai đằng hói á bàn quạt chập đám dung mong quạt tha hai ấy ban chỉ lì đá nữa tới cho quạt ọt miên lia quạt mà mát ọt ban prap quạt mà mát vậy tới bông sập bạn quạt chập đám đôi tha bắt bong mà nè thế đó nè bị bố bị muốn quạt bắt bong mà ai bắt bong à bốc à lời nó quạt bắt bong mà nơi sấy gà chia ti sờ lại mà quạt hay quạt chập đám dung mong quạt dung nữa lại cả sang kia nữa ấy đầu tiên tới có kia là nơi cái bài cả sáng kia tha có mau dung là nâng bị bố cái lại cái chả sang ăn ao giờ dung mình ra thì trong bong sầm bát quạt tha quạt chi mà tô tiền hô tập phần này để tam phá á ấy quạt tha pe để quạt dung nữa cứ pe nâng quạt đằng thạc luôn quạt bạn mà tô thằng nào thì bị bố quạt ăn miên cô đang thì hay quạt tha quạt bầm rong tờ tia bông tái quạt ọt miên là đóng trong tờ tia thì bị bố tờ tia ai nhận bong quạt su quạt bố mà dạ nữa quạt ọt tờ ru nơi tia quạt thế quạt mà ru nơi cho mùi lị đà hay nơi sọc hai đại ban chỉ quạt từ nơi tia bà quạt á quạt khai bong quạt nó su quạt bị bố tia bà quạt bà cho bón bong quạt nở á hay đọc về chân tới xẹp tài bong sầm bát nữa quạt chập đám chi bị đa dung mà đa chi bị đa dung mà đa chân từ hay quạt còn nâng ở nút sao vừa đi đài lý đa nâng được tha quạt lọp sang một cái nia mà nước đài sờ lạnh quạt mà nước đài lẹ bong là bay quạt bong ôn xạ sầm máy rụp hiệp từng ở cái nia mưa ta lý đa quạt lẹ bong ấy khla đám bay bong sầm bát bây đã bong sầm bát quạt bà quạt ọt miên lồi lý đa quạt phi diêm ao lồi bong sầm bát hay còn mình trong tiêm tia bị bong sầm bát này lý đa quạt không phẳng xong lôi cả quạt không phẳng tục mình ao đôi thằng lôi nâng chặt gì thì hay pe đá bong sầm bát thở cá quạt ao pe ru nơi không bắt tục chua nữa ạ lý đa quạt không phẳng thu cục bạp giang quạt tới thua cá rong chả bong ôn à lấy bong ôn xả sầm máy rong phim mờ chỉ vừa thấy bong ôn này quạt thua cá rong chả quạt này đây phần ấy nữa quạt vô ở đó mày đôi thay chưa không bằng thơ ca mà ngay nhưng không coi không với ca bê la ta cai chi không phận khăm mua sờ cọt chất vì tới cứ bà chất cục bạp giang không phận thua ca tiền đôi thà bê la lôi cả có viêm sẽ ban chở nè con tái bê để ban lôi mau vô tạo mình lúc đại quạt sờ lạnh hai mình thấm tham mình đăng tí bằng bông quạt không để xa lôi cả mình hiên trai về đây đa tiền luôn ai nữa ở cầm lang ở ấy biết là chư biết là ấy tiệt nhưng mà bông xa sầm máy thứ cứ lý đa quạt lẹ bong của bạp giang đã bay mà đục pro mà nè đại quạt sờ lạnh hai quạt sừng khâm tha mà đục pro mà nè đại ban ở điên chạy đăng miên chậm nẹt đăng nè a chi là so tru mua sầm hẹp cổ xa sầm hẹp quạt hay ở vậy là sầm khánh lý đa quạt miên côn quạt sừng khâm tha quạt đừng ai khơi một côn nữa còn đại ở lớn ní mong ôn lý đa quạt slap bát hơi tiền côn mà quạt nó còn ở không buộc đây rồi đọc bê dân tới nè mong ôn sạc cất mơ tha ta mà núp pro mà nè đôi chế bong sầm mặt nè anh ấy nhom xong thâu bong sầm mặt phong còn thái bong sầm mặt có ai đăng đặt luôn anh cứ thưa từng bữa ấy đây từng bữa để bong thưa cứ việc của bạn nam bong cứ xong mày nhom có bạn từ tôi vô đây còn đại có cứ tha bong đăng luôn hai tai bờ sân gì dương sầm mai pi cầm hóc đại bong ban thưa cứ bị thun thô khăng nè sầm hẹp mà đưa xây mình nè đại quạt lẹ bong của bạp giang là hôn đã quạt chư cắt quạt mình hiên tập bè thiệt chẳng tung vơ nữa dùng cất tha bong thưa bị trôi pe bong thưa đã mình đưa xây đã bong sánh cứ bị trôi pe cái này không phẳng lẹ bong của bạp giang sừng khâm tha đừng miền à cột chỉ mùi đừng bong sừng khâm tha đừng màn khơi một cồn sừng khâm tha đừng bóng pin một mọt ở phong mặt đài con ta tôi từ vĩnh cái đây sừng khâm bọc cái này nè vì ở bán đôi cô bùm nón cái này thế à lớn khi thợ bán thôi dân số tha ta ở đó bọc cái này nó mệt bóng ôn anh ấy nhung còn ta giấy nhung đọc đua cho ta nhung mà đặt
អាណិតលីដាមែនតើគ្នាមានក្តីរំពឹងមួយថាគ្នានឹងអាចមានអនាគតមួយជាមួយនឹងប្តីជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់ខំប្រឹងសំលុយជាមួយនឹងប្តីអាចនិយាយថាជាប្តីចុះពីពូគាត់រស់នៅជាមួយគ្នាហើយធ្លាប់ធ្វើដៃសន្យាមួយគ្នាហើយអារូបភាពដែលខ្ញុំស្ដាប់គាត់ណាគាត់ចាប់ដៃបងសម្បត្តិយកមកដាក់លើក្បាលពោះគាត់ដោយថាឲ្យងាយកូនហ្នឹងណាបងប្អូនសម័យរូបភាពនឹងមើលថាតើលីដាគាត់ស្រឡាញ់កូនប៉ុណ្ណាមែនទេលីដាគាត់ស្រឡាញ់កូនណាគាត់ចង់បានកូនតែបងសម្បត្តិណាគាត់អត់គិតអញ្ចឹងទេគាត់គិតតែក្តីភ្លើតភ្លើនគិតតែការសប្បាយរបស់គាត់រហូតដល់គាត់បោះបង់ចោលឫស្សីម្នាក់ដែលលះបង់ដើម្បីគាត់អត់ខ្វល់ពីការលំបាកទុក្ខសោករបស់មនុស្សស្រីម្នាក់ហ្នឹងទេអញ្ចឹងខ្ញុំអានសាច់រឿងមួយនេះគឺខ្ញុំពិបាកធ្វើអារម្មណ៍ខ្ញុំដឹងថាបងសម្បត្តិដឹងខ្លួនហើយថាបងខុសប៉ុន្តែសម្រាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំវាពិបាកទទួលយកដែរទង្វើនឹងបើសិនជាទង្វើនឹងវាកើតឡើងទៅលើខ្ញុំឧទាហរណ៍មកខ្ញុំជាមនុស្សស្រីណាអញ្ចឹងខ្ញុំវាពិបាកហើយទឹកមុខរបស់លីដាគឺបងសម្បត្តិគាត់ថាគឺគាត់ក្រៀមក្រំរហូតប៉ុន្តែពេលដែលឃើញមុខបងសម្បត្តិគឺគាត់ព្យាយាមញញឹមឲ្យបងសម្បត្តិនៅមានកម្លាំងមានអីចឹងណាអញ្ចឹងបងសម្បត្តិគាត់ក៏មិនដឹងធ្វើម៉េចបងប្អូនពេលហ្នឹងគឺគាត់អាចទៅណាបានទេបើទៅស្រុកខាងគ្រួសារលីដាគឺប្រកាសណាគឺបុកគាត់នឹងលែងមានជីវិតពីព្រោះខាងគ្រួសារគេខឹងណាគឺគេស្អប់គាត់មែនតើគេខឹងគាត់អញ្ចឹងគាត់អាចទៅណាបានទេអញ្ចឹងគាត់មានជំរឿសតែមួយយ៉ាងទេគឺគាត់ទៅផ្ទះបងគាត់ទៅផ្ទះដែលឪពុករបស់គាត់ទុកឲ្យគាត់ហ្នឹងណាអញ្ចឹងគាត់ថាពេលដែលគាត់ទៅផ្ទះហ្នឹងពេលហ្នឹងគាត់ក៏នៅផ្ទះរបស់គាត់អត់សុខដែរដោយសារតែបងគាត់ហ្នឹងព្យាយាមសួរគាត់អញ្ចឹងគាត់ក៏រត់ចេញពីផ្ទះដោយសារគាត់អត់ចង់និយាយអីច្រើនព្រោះគាត់ពិបាកចិត្តគាត់គិតថាគ្រប់យ៉ាងគឺគាត់ជាអ្នកខុសគាត់ធ្វើបាបមនុស្សស្រីម្នាក់ដែលគាត់លះបង់ដើម្បីដូចថាក្តីស្រឡាញ់ណាហើយបងសម្បត្តិគាត់ចាប់ផ្ដើមភ្ញាក់ខ្លួនខ្លាំងមែនដែរនៅពេលហ្នឹងប៉ុន្តែគ្រប់យ៉ាងគឺគាត់មិនអាចទាញពេលវេលាថយក្រោយបានទេតែគាត់ក៏នៅនឹងអនុស្សាវរីយ៍ដែលពេលលីដានឹងគាត់ដាំបាយដាំទឹកគាត់បោកកៅអៅឲ្យគាត់មកពីធ្វើការវិញគាត់ញញឹមគាត់សួរបងហត់អត់ការងារថ្ងៃហ្នឹងហើយពេលដែលគាត់មានបញ្ហាអីមួយលីដាគាត់មិនដែលរីករាយចិត្តទេគាត់តែងតែជួយគាត់តែងតែអីនិយាយទៅការងារតូចជាច្រើនដែលខ្ញុំមិនចង់និយាយពីព្រោះការងារដែលធម្មតាយើងរស់នៅជាមួយគ្នានឹងបន្ទប់តែមួយគឺវាមានរឿងរ៉ាវច្រើនមែនទេអញ្ចឹងពេលហ្នឹងគាត់ថាអាការងារតិចតួចហ្នឹងលីដាគាត់តែងតែធ្វើទាំងអស់តែងតែធ្វើមិនកុំឲ្យបងសម្បត្តិគាត់ពិបាកចិត្តឲ្យបងសម្បត្តិនឹងខំប្រឹងឲ្យធ្វើការទៅនិយាយទៅគាត់បំរើបងសម្បត្តិគ្រប់បែបយ៉ាងណាហើយបងសម្បត្តិគាត់ថារ៉ូនេរីម្នាក់ណាដែលល្អដូចលីដាគាត់បានទេគាត់ចង់មានន័យថានារីដែលគាត់ធ្លាប់ស្គាល់កន្លងមកគឺបើប្រៀបធៀបជាមួយលីដាគឺអត់បានទេប៉ុន្តែគាត់មិនដឹងថាធ្វើម៉េចបងប្អូនគាត់បានត្រឹមតែដេកយំហើយគាត់ក៏យកទូរស័ព្ទរបស់គាត់ហ្នឹងឆែកមើលរូបថតលីដាគាត់ចង់ទៅឃើញមុខលីដាជាលើកចុងក្រោយប៉ុន្តែគាត់មិនអាចទៅឃើញហើយគាត់មិនអាចទៅចូលរួមពិធីបុណ្យសពរបស់លីដាបានទៀតអញ្ចឹងពេលហ្នឹងអារម្មណ៍របស់គាត់គឺគាត់ពិបាកចិត្តគាត់យំមែនទែនគាត់ចង់ជួបលីដាគាត់ចង់ហៅលីដាឲ្យមកវិញមកនឹកឃើញអនុស្សាវរីយ៍ដែលលីដាធ្លាប់អោបគាត់ថាបគាត់ញញឹមមកកាន់គាត់និយាយលើកទឹកចិត្តមកកាន់គាត់ខ្ញុំគាំងមែនទែនបងប្អូនអនុស្សាវរីយ៍មនុស្សដែលសាងមួយគ្នាបងប្អូនពេលដែលមនុស្សស្រីម្នាក់ហ្នឹងគាត់លះបង់គ្រប់បែបយ៉ាងដើម្បីយើងហើយដល់ពេលដែលយើងធ្វើអត្តចរិតអញ្ចឹងយើងធ្វើទង្វើបែបហ្នឹងខ្ញុំមានអារម្មណ៍ថាពិបាកទទួលយកមែនតើណាហើយគាត់ថារំលងពីនឹងទៅគាត់ក៏មករស់នៅក្នុងបន្ទប់ជួលផ្សេងគាត់សុខចិត្តចេញពីផ្ទះរបស់គាត់ចង់រស់នៅឲ្យឆ្ងាយផុតពីអ្នកដែលគាត់ស្គាល់ណាប៉ុន្តែគាត់ថាយប់មួយហ្នឹងគាត់ដេកសុកគាត់ក៏យកសពឃើញលីដាគាត់ថាគាត់ឃើញលីដាហ្នឹងមកបញ្យោសពប្រាប់គាត់ហ្មងថាគាត់ផ្ញើកូនផងអូនផ្ញើកូនផងគាត់យកសពឃើញលីដាមកនិយាយប្រាប់គាត់អញ្ចឹងណាហើយលីដាឈរមកគឺមុខគាត់ឡើងក្រៀមក្រំគាត់ដូចថាទឹកមុខគាត់គឺលក្ខណៈថា
មានទឹកភ្នែកមកហូរមកដូចតែមនុស្សដែលទឹមតែយំហើយទឹកមកគាត់គឺសពូនហើយឈរមកមើលមុខបងសម្បត្តិហ្នឹងខ្ញុំនិយាយទៅខ្ញុំគៀងបងប្អូនសម័យរូបភាពមុខលីដាមុខគាត់ឡើងក្រៀមក្រំមុខឡើងសពូនភ្នែកគាត់គឺកែវភ្នែករបស់គាត់គឺបង្ហាញអំពីភាពឈឺចាប់របស់គាត់ហើយគាត់ឈរនិយាយមកកាន់បងសម្បត្តិហ្នឹងគាត់ថាអូនផ្ញើកូនផងហើយបងសម្បត្តិគាត់ថាពេលហ្នឹងគាត់អត់ដឹងថាលីដាគាត់មានន័យថាម៉េចគាត់មកនិយាយថាផ្ញើកូនផងគាត់អត់ដឹងថាកូននឹងនៅណាទេនិយាយទៅគាត់ដឹងគាត់ក៏ព្យាយាមសួរលីដាប៉ុន្តែគាត់ថាលីដានិយាយតែប៉ុណ្្នឹងទេគាត់ក៏ដើរទៅបាត់ហើយគាត់ដើរទៅគាត់អត់លាចបាត់គឺគាត់អត់មាននិយាយអីតទៀតទេប៉ុន្តែរូបភាពនៅក្នុងយល់សពហ្នឹងគឺបងសម្បត្តិគាត់ឃើញច្បាស់ណាស់គឺសភាពលីដាហ្នឹងគាត់និយាយទាំងទឹកមុខក្រៀមក្រំគាត់និយាយមកលក្ខណៈថាគាត់ក្រៀមគាត់បៀមទុកបងប្អូនគាត់បៀមទុកគាត់ដូចថាគាត់ឆ្អែតនឹងអ្វីដែលគាត់ឈឺចាប់ហើយពេលហ្នឹងបងសម្បត្តិគាត់គាត់ព្យាយាមហៅលីដាឲ្យមកវិញណាតែលីដាអត់បានមកវិញទេលីដាដើរទៅបាត់ហើយគាត់ព្យាយាមស្រែកហៅរហូតដល់គាត់ភ្ញាក់ពីដំណេកពេលដែលគាត់ភ្ញាក់ពីដំណេកគឺគ្រប់យ៉ាងវាអត់មានអីទេវាទៅទេស្អាតអញ្ចឹងមនុស្សស្រីម្នាក់ហ្នឹងគឺលែងត្រឡប់មកវិញហើយមនុស្សស្រីដែលគាត់ធ្លាប់ដេកអោបមនុស្សស្រីដែលគាត់ធ្លាប់អញ្ញឹមដាក់ដល់ស្នាមអញ្ញឹមតែឥឡូវហ្នឹងគឺគាត់ទៅហើយគាត់លែងត្រឡប់មកវិញហើយពេលហ្នឹងបងសម្បត្តិគាត់ឈឺចាប់គាត់មិនដឹងថាគាត់ធ្វើមិនដើម្បីទាញពេលវេលាត្រឡប់មកក្រោយបើមានពេលវេលាត្រឡប់មកក្រោយគាត់នឹងមិនធ្វើទាំងវើបែបហ្នឹងទេគាត់នឹងមើលថែមនុស្សស្រីម្នាក់ហ្នឹងឲ្យល្អហើយគាត់នឹងស្រឡាញ់ម្នាក់ហ្នឹងគាត់នឹងធ្វើឲ្យម្នាក់ហ្នឹងមានស្នាមញញឹមពេលព្រោះតាំងពីម្នាក់ស្រីហ្នឹងបានស្គាល់គាត់គឺម្នាក់ស្រីហ្នឹងមិនដែលបានមានស្នាមញញឹមទេនិយាយទៅតាំងពីបានគាត់មកគឺម្នាក់ស្រីតែងតែមានទុកសោររហូតគាត់ដឹងកំហុសខ្លួនគាត់ដែរបងប្អូនប៉ុន្តែវាហួសទៅហើយអញ្ចឹងគាត់ថាពេលដែលគ្រប់យ៉ាងវាបាត់បង់ទៅគាត់ក៏ចង់បញ្ចប់ជីវិតខ្លួនឯងគាត់ថាគាត់មិនចង់រស់ទេពីព្រោះគ្រប់យ៉ាងគាត់ជាអ្នកដែលសាងកំហុសទៅលើមនុស្សស្រីម្នាក់ហ្នឹងប៉ុន្តែគាត់ថាពេលហ្នឹងគាត់ក៏ទៅវត្តពីព្រោះគាត់ចង់ទៅធ្វើបុណ្យឲ្យលីដាជាលើកចុងក្រោយដូចថាគាត់ធ្វើបុណ្យហើយគាត់នឹងបញ្ចប់ជីវិតខ្លួនឯងអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏ទៅវត្តហើយគាត់ក៏ទៅទាំងយំទៅទាំងអីហ្នឹងទៅហើយក៏ប្រសងមានសង្ឃលេខាសួរទៅថាញោមឯងមានរឿងអីគេហើយគាត់ក៏ប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់ប្រសងហើយប្រសងក៏លើកទឹកចិត្តណាទៅថាមនុស្សស្លាប់ទៅហើយក៏មិនអាចត្រឡប់មកវិញបានដែរប៉ុន្តែញោមព្យាយាមធ្វើបន់ធ្វើអីទៅឧទ្ទិសកុសលឲ្យគ្នាទៅហើយកំហុសដែលយើងធ្វើហ្នឹងគឺវាជ្រុលទៅហើយទោះបីជាយើងចង់ត្រឡប់មកក្រោយក៏មិនបានដែរកម្មពៀដែលយើងសាងហ្នឹងគឺវានឹងតបស្នងមកយើងវិញប៉ុន្តែយើងអាចធ្វើបុណ្យឲ្យបានច្រើនទៅដើម្បីកុំឲ្យកម្មពៀហ្នឹងវាឈ្នះបុណ្យរបស់យើងអានេះថាអ្វីដែលប្រសង់លោកដូចថាលើកទឹកចិត្តទេណាប៉ុន្តែបើជាក់ស្ដែងគឺបងប្អូនអាចនឹងដឹងហើយទង្វើយើងធ្វើប្រហែលគឺវានឹងត្រឡប់មកយើងប៉ុណ្ណឹងវិញណាអញ្ចឹងពេលហ្នឹងក៏ប្រសង់ព្យាយាមឲ្យគាត់ហ្នឹងបួសទៅដូចថាបួសដើម្បីឧទ្ទិសកុសលទៅឲ្យលីដាអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏សម្រេចចិត្តថាបួសប៉ុន្តែគាត់ថាពេលដែលគាត់បួសហ្នឹងគឺគាត់នៅតែអត់ស្ងប់គាត់អត់ស្ងប់អារម្មណ៍ទេគាត់នៅតែមានអារម្មណ៍ថាខឹងនឹងខ្លួនឯងមានអារម្មណ៍ថាស្អប់នឹងខ្លួនឯងរហូតប៉ុន្តែគាត់ទ្រាំបានប្រហែលជាខ្ទង់ប្រហែលជា 2-3 ភាសាគាត់ក៏សម្រេចចិត្តថាលាសិក្ខាបទមកវិញដល់ពេលគាត់លាសិក្ខាបទមកវិញថ្ងៃមួយគាត់ក៏ទទួលដំណឹងពីមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលជាមិត្តភ័ក្តិប្រុសដែលណែនាំឲ្យគាត់ស្គាល់លីដាហ្នឹងណាគាត់ក៏មកនិយាយគាត់ថាពេលដែលលីដាគាត់ស្លាប់បានប្រហែលជា 2-3 ថ្ងៃទេលីដាក៏ទៅប្រាប់គាត់ដែរថាកុំឲ្យបងសម្បត្តិហ្នឹងខឹងគាត់លីដាគាត់មកបញ្យល់សពប្រាប់មិត្តភ័ក្តិរបស់គាត់នោះថាអត់ឲ្យបងសម្បត្តិហ្នឹងខឹងលីដាទេអញ្ចឹងមានន័យថាម៉េចបងមានន័យថាលីដាគាត់ស្រឡាញ់បងសម្បត្តិខ្លាំងអ្វីទៅបើតែគាត់បាត់បង់ជីវិតមែនប៉ុន្តែគាត់អត់ឲ្យបងសម្បត្តិហ្នឹងខឹងគាត់ទេមិនចង់ឲ្យបងសម្បត្តិស្អប់គាត់អញ្ចឹងមានន័យថាម៉េចយើងអាចយល់បានបងប្អូន
មានន័យថាពេលដែលលីដាគាត់រស់នៅលីដាគាត់ដឹងថាបងសម្បត្តិស្អប់គាត់បងសម្បត្តិខឹងគាត់ខ្លាំងហើយបានជាបងសម្បត្តិហ្នឹងឆាកចេញចោលគាត់ទុកគាត់នៅបន្ទប់ជួលម្នាក់ឯងអានេះបងប្អូនគិតមើលថាលីដាគាត់គិតអញ្ចឹងមែនទេគឺប្រហែលជាអញ្ចឹងហើយគាត់ដឹងថាបងសម្បត្តិប្រហែលជាខឹងគាត់ខ្លាំងសោកគាត់ខ្លាំងបានបងសម្បត្តិគាត់ចាក់ចោលគាត់អញ្ចឹងយើងអាចដឹងតាមអារម្មណ៍ថាវិញ្ញាណបលីដាគាត់ដឹងថាបងសម្បត្តិខឹងគាត់សោកគាត់បានចាក់ចេញចោលផ្ទះចោលបន្ទប់ជួលចោលគាត់ទោះបីជាគាត់ស្លាប់បែបហ្នឹងមែនតែគាត់មកបញ្យោសោប្រាប់មិត្តភ័ក្តិថាកុំឲ្យបងសម្បត្តិហ្នឹងខឹងគាត់ចឹងទំហំចិត្តលីដាគឺគាត់ស្រឡាញ់បងសម្បត្តិខ្លាំងណាតែបងសម្បត្តិគឺអញ្ចឹងឯងគាត់ធ្វើទង្វើបែបហ្នឹងគាត់អត់យល់ថាលីដាស្រឡាញ់គាត់ខ្លាំងទេពេលព្រោះបងប្អូនធ្វើចាំមួយយ៉ាងទៀតថាមនុស្សស្រីគាត់ហ៊ានលះបង់គ្រប់បែបយ៉ាងអញ្ចឹងគាត់ស្រឡាញ់យើងប៉ុនគាត់ស្រឡាញ់យើងស្មើហើយគាត់សុខចិត្តពិបាកមួយយើងសុខចិត្តលះបង់គ្រប់បែបយ៉ាងមួយយើងទាំងដែលដឹងតែយើងធ្វើបាបគាត់តែគាត់នៅតែព្យាយាមកែលម្អយើងព្យាយាមធ្វើម៉េចឲ្យយើងមានស្នាមញញឹមបើសិនជាគេមិនស្រឡាញ់យើងកំហុសបន្តិចបន្តួចគេនឹងចាក់ចេញពីយើងបាត់ហើយគេមិននៅទ្រាំអញ្ចឹងទេមែនទេអញ្ចឹងមានន័យថាទំហំចិត្តលីដាស្រឡាញ់បងសម្បត្តិខ្លាំងណាតែចំណែកបងសម្បត្តិគឺអត់មានអីដែលទៅប្រៀបធៀបជាមួយនឹងលីដាដែលគាត់ស្រឡាញ់មកកាន់បងសម្បត្តិទេអញ្ចឹងបងសម្បត្តិគាត់ថាចំណុចទាំងអស់ហ្នឹងហើយបានគាត់ពិចារណាឡើងវិញថាគាត់ពិតជាមានកំហុសធ្ងន់គាត់សោកស្ដាយគាត់មានពីបដិសារីណាគាត់មិនដឹងថាបានអីទៅលុបលាងកំហុសទោសដែលគាត់បានធ្វើទេប៉ុន្តែរាល់ថ្ងៃហ្នឹងគាត់ក៏ព្យាយាមធ្វើបន់រាល់ថ្ងៃហ្នឹងហើយគាត់ក៏ផ្ញើទៅដល់ប្រពន្ធគាត់លីដាហ្នឹងគាត់ក៏ផ្ញើទៅកាន់កូនមកគាត់ទាំងគាត់អត់បានឃើញមុខកូនមកគាត់យ៉ាងម៉េចផងអញ្ចឹងគាត់ព្យាយាមធ្វើបន់មែនតើហើយរាល់ថ្ងៃហ្នឹងគាត់នៅតែដេកយំម្នាក់ឯងគាត់សម័យហើយរាល់ថ្ងៃហ្នឹងគាត់សាមជាងណាបងសាមក្រាស់ណាហើយគាត់នៅតែសម័យរូបភាពលីដាគាត់នៅតែដេកអោបពេលដែលគាត់មើលរូបភាពរូបថតលីដាពេលណាក៏គាត់ពិបាកចិត្តគាត់យំដែរគាត់ដេកយំម្នាក់ឯងដែរហើយឥឡូវហ្នឹងគាត់ថាគាត់ក៏បានស្គាល់មនុស្សស្រីផ្សេងៗប៉ុន្តែក្នុងទំនាក់ទំនងមនុស្សស្រីដែលគាត់ស្គាល់ក្រៅពីលីដាហ្នឹងគ្មាននរណាម្នាក់ល្អដូចលីដាទេអ្នកខ្លះគេគ្រាន់តែចង់បានលុយកាក់ហើយក៏គេត្រឡប់ទៅវិញទៅអ្នកខ្លះគេគ្រាន់តែស្រឡាញ់មួយឆាវគេក៏ទៅចាក់ចោលទៅគឺប្រៀបធៀបជាមួយលីដាបានទេអញ្ចឹងទើបគាត់នឹកឃើញថាគ្មានតែមនុស្សស្រីម្នាក់គាត់ដែលល្អសម្រាប់គាត់គឺលីដាតែចុងក្រោយបែរជាលីដាទៅចោលគាត់ហើយគាត់ក៏មិនអាចសេវាដុំពេជ្រដែលកំពុងតែនៅក្នុងដៃរបស់គាត់មកចាប់ឲ្យជាប់បែរជាឲ្យដុំពេជ្រហ្នឹងឈូបាត់អានឹងហើយជាវិបដិសារីដែលបងសម្បត្តិគាត់ចែកម្លែកមកកាន់ខ្ញុំហើយគាត់ក៏ដឹងថាបន្ទាប់ពីបងប្អូនស្ដាប់រឿងរ៉ាវរបស់គាត់ទៅបងប្អូននឹងមានមតិមិនល្អជាច្រើនមកកាន់គាត់ប៉ុន្តែគាត់សុំនិយាយតែមួយយ៉ាងទេគ្រប់យ៉ាងគាត់ខុសហើយគាត់សុំទោសដល់លីដាសុំទោសដល់បងប្អូនអរគ្នាបើសិនជានិយាយទៅធ្វើឲ្យបងប្អូនមិនសប្បាយចិត្តដល់រឿងហ្នឹងប៉ុន្តែគាត់សូមយកជាបទពិសោធន៍មេរៀនហ្នឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាមិនថាភាពយុវវ័យពេលដែលមានឪពុកម្ដាយខំប្រឹងថែរក្សាឪពុកម្ដាយខំប្រឹងធ្វើឪពុកម្ដាយសប្បាយចិត្តកុំឲ្យបាត់បង់ទើបស្ដាយក្រោយពេលដែលមានគ្រួសារមានសង្សារឬក៏មានប្រពន្ធមានប្តីក៏ដោយបើសិនជាបានជួបមនុស្សដែលល្អហើយមនុស្សដែលលះបង់ដើម្បីយើងផ្ដល់តម្លៃឲ្យយើងហើយផ្ដល់ស្នាមញញឹមឲ្យយើងហើយកុំធ្វើបាបគាត់កុំទុកគាត់ចោលកុំធ្វើឲ្យគាត់ឈឺចាប់ពីព្រោះថ្ងៃណាមួយគាត់អាចនឹងចាកចេញពីយើងទើបយើងដឹងថាពេលដែលអត់ពីគាត់ទៅយើងពិបាកយើងនឹងយល់ពីតម្លៃគាត់ថាគ្មាននរណាម្នាក់ល្អដូចគាត់ទេអញ្ចឹងគាត់ចង់ឲ្យបងប្អូនអរគ្នាហ្នឹងថែរក្សាមនុស្សល្អដែលនៅជុំវិញខ្លួនយើងហ្នឹងជាពិសេសមនុស្សជាទីស្រឡាញ់របស់យើងអ្នកមានគុណរបស់យើងណាកុំឲ្យថ្ងៃណាមួយបាត់បង់ហើយទើបយើងស្ដាយក្រោយអានេះវាជាសារចុងក្រោយរបស់បងសម្បត្តិដែលគាត់ចង់ចែករំលែកទៅកាន់បងប្អូនអរគ្នាហើយគាត់ក៏សុំទោសបងប្អូនម្ដងទៀតដែលកំពុងតែស្ដាប់រឿងរ៉ាវរបស់គាត់មួយនេះបើសិនជាបងប្អូនខឹងក្រោធគាត់ក៏គាត់មិនដឹងធ្វើម៉េចដែរប៉ុន្តែ
គោបំណងរបស់គាត់គឺចែករំលែកកុំឲ្យបងប្អូននឹងដើរផ្លូវដូចគាត់កុំឲ្យបងប្អូនភ្លើតភ្លើនរាប់អានមិត្តភ័ក្តិដែលមិនល្អមិត្តភ័ក្តិដែលនាំឲ្យយើងឲ្យទៅវិនាសមិត្តភ័ក្តិដែលនាំយើងទៅឲ្យខូចអនាគតខូចអីយ៉ាងណាពីព្រោះគាត់ពេលនៅរៀនគាត់រាប់អានមិត្តភ័ក្តិរហូតដល់មិត្តភ័ក្តិនាំគាត់ដល់ខូចរហូតដល់គាត់មានមនុស្សជាទីស្រឡាញ់ហើយគាត់នៅតែឆ្លៀតទៅលោភលួចក្បត់មនុស្សស្រីដែលខ្លួនឯងស្រឡាញ់ហើយធ្វើបាបចិត្តទៀតក្បត់ហ្នឹងមិនមែនក្បត់ធម្មតាទេណាដូចថាមិនមែនយើងទៅលួចលាក់តែមួយផ្លែតអីចឹងទៅយើងនេះទេអានេះលក្ខណៈថាយើងទៅហើយទៅធ្វើបាបយកតែមែនតែនហ្មងគឺគាត់ថាធ្វើបាបឲ្យមនុស្សស្រីម្នាក់ហ្នឹងគ្រាំគ្រាចិត្តខ្លាំងហ្មងហើយបងប្អូនគិតមើលគាត់ទៅដើរលេងមិនមែនធម្មតាទេណាដើរលេងចាយលុយតែ2ថ្ងៃទេអស់ប្រាក់ខែហើយអស់លុយហើយបាននឹកឃើញមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ហ្នឹងត្រឡប់មកគេវិញទៅហើយពេលដើរលេងហ្នឹងបិទទូរស័ព្ទបិទអីទៀតនិយាយទៅអត់ខ្វល់អត់ឲ្យតម្លៃគ្នាអត់ដឹងតែគ្នាបារម្ភប៉ុណ្ណាអត់ដឹងតែគ្នាហ្នឹងរងចាំប៉ុណ្ណាទេនិយាយទៅទង្វើបាបហ្នឹងគឺខ្ញុំនិយាយមែនខ្ញុំអត់សប្បាយចិត្តចំពោះទង្វើទាំងអស់ហ្នឹងទេប៉ុន្តែខ្ញុំក៏យល់ថាឥឡូវហ្នឹងបងសម្បត្តិគាត់ដឹងហើយដឹងពីកំហុសរបស់គាត់ហើយអញ្ចឹងខ្ញុំក៏មិនដឹងថានិយាយអីបន្តទៀតដែរព្រោះមនុស្សពេលដែលគាត់សាងកំហុសហើយក៏យើងនិយាយអីក៏គាត់មិនដឹងថាធ្វើម៉េចកែវិញបានទេគឺបានត្រឹមតែជាមេរៀនមួយកុំឲ្យខុសថ្ងៃក្រោយតែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់បានស្ដាប់រឿងរ៉ាវនេះដល់ចប់ហើយបងប្អូនអាចពិចារណាបាននៅចំណុចណាដែលល្អសម្រាប់យកទៅអនុវត្តចំណុចណាដែលមិនល្អកុំអនុវត្តអីជាពិសេសការខ្សែគប់មិត្តភ័ក្តិខ្លះនាំយើងឲ្យទៅផ្លូវល្អយើងក៏អាចនឹងរីកចម្រើនទៅមិត្តភ័ក្តិខ្លះនាំយើងទៅផ្លូវមិនល្អយើងអាចនឹងមានបញ្ហាមានទោសទណ្ឌមានអីជាច្រើនទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងយើងមកបង្កជាបញ្ហាឲ្យគ្រួសារឲ្យប្រពន្ធឲ្យកូនឲ្យសង្សារដែលជាទីស្រឡាញ់របស់យើងហ្នឹងនាំទុកដល់គាត់ទៀតហើយពេលខ្លះអាចនឹងធ្វើឲ្យគាត់នឹងធំមិនបានគាត់អាចនឹងចាក់ចេញពីជីវិតរបស់យើងហើយយើងនឹងត្រូវបាត់បង់មនុស្សល្អជុំវិញខ្លួនយើងទៀតអញ្ចឹងបានយើងគួរតែពិចារណាឡើងវិញមុនពេលដែលយើងសប្បាយភ្លេចខ្លួនមិនដែលយើងត្រូវការសប្បាយប៉ុន្តែសប្បាយឲ្យវាមានដែនកំណត់សប្បាយឲ្យវាចេះគេហៅថាដឹងខុសដឹងត្រូវមិនមែនសប្បាយចេះតែសប្បាយភ្លើភ្លើនដល់អត់មានគិតអីទេអាហ្នឹងគឺជាសារមួយដែលបងសម្បត្តិគាត់ក៏ចង់ចែករំលែកទៅកាន់បងប្អូនអរគ្នាដែរអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរហើយអរគុណបងប្អូនអរគ្នាមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងរ៉ាវនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំក៏សូមអធិស្ឋានបងប្អូនអរគ្នារាល់កំហុសខុសឆ្គងក្នុងការនិយាយស្ដីបើសិនខ្ញុំនិយាយទៅប៉ះពាល់ឬក៏មិនសមរម្យត្រង់ប្រការណាមួយទៅកាន់បងប្អូនឬក៏ប៉ះពាល់អារម្មណ៍បងប្អូនសូមមេត្តាយកយល់អធិស្ឋានហើយក៏ដូចជាការនិយាយរបស់ខ្ញុំនិយាយទៅប៉ះពាល់ដោយថាខ្ញុំទប់អារម្មណ៍ខ្លួនឯងអត់បានណាអញ្ចឹងខ្ញុំក៏សូមអធិស្ឋានតចំណុចនឹងផងដែរហ្នឹងហើយអញ្ចឹងអរគុណបងប្អូនអរគ្នាហើយក៏យើងចាំជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ